ta nẹt na ở phụ lục châu bần tục ní. Sus đây dương ban cọ tục hời. Cứ côn srei nhom chỉ nẹt chặt chành. Côn srei lục. Ta côn srei lục trọc vậy. Bần tục VIP sân thà kia chỉ sân chùm này tiếp bổng phò. 80,8 lục ta tiền buôn nẹt cùng mong hộp xa manh ông cùi phật tài 21 rạp nhom thả. Côn srei lục chỉ nẹt chặt chành. Lục anh. Công nì dây acropic ấy. Dương mình men một si frey tề. Cứ côn riệp trong rùi rò tớp dương một. Bất mọt tờ tin ní mình men chi 100 mình đô mình nụ chặt tề. Cùng oi tài châu một châu tin ní ỏi so. Nẹt chặt ca lục ai chạy mờ bàn. Ní chỉ lệch bần tục đại côn srei nhom nhà ỏi. Rút phiếp bần nâng nô na có ai thưa bàn đài sắp ngày. Xung bấy xa thằng kia có phụ bọc ra ai nhà bàn đài lục trong dục xa bần nâng một có bần tục VIP sân thà kia dương phòng. Hai sra ní một pina. Ní chỉ sra đại côn srei nhom riệp trong tục ỏi. Nông bần tịch tớ sra nút lại na. Dục sra klein klein mùi đọc một đại lơ tô trong bọc nẹt na. Vì mình men chỉ sra klein klein tề. Anh thưa ấy nắng. Ní chỉ robot đại côn srei kia chu nợ bục. Ta anh miên set ấy một roven cho bẹp ní. Rút nhom chỉ nẹt chặt ca tin ní. Rút phụ lục dục sra klein klein châu thưa ở Papua đó Pariyaka VIP nâng coach mu sân thà kia. Cầm rau prom pro lạ sra. Chỉประเภท rôm chim thưa đợi đẩy. Thay bọc cụ nâng ca khôi khát sờ rộp mùi sen giòn. Bồn mán. Mùi sen giòn bạc min lôi sòng tề. Công sòng khâm thả bán trên pitini ở sau phụ anh chỉ nẹt roven sra trao bài chỉ ở phụ dương sòng. Ta nô na khơi nhom roven. Pek nhom châu một sra ní bạch bắt tờ hai. Lục ta tiền buôn lui dục sra châu thưa ở bần tục pro lạ. Hai nơi trong tùm lẹ cầm hô lơ sân thà kia tiết. Anh mình ai thưa ba menu bẹp ní tề. Lục ta nhom xông prap ở đằng khuôn dục ní lục vòng. Có bần tục ní hai cái chùm này pi sen giòn phụ lục ông cùi tin ní rồng khan đó là chi vật cam dừng nè. Hai thưa ở bần tục khôi khát. Mùi sen giòn ní cứ nhom tục một ở lục hơi. Có trangประnhập tê tơ min tơ có trang tê tơ. Côn cầm pông rồi vò nhom mình trong rồng khan cồn tề. Mệt đá. Mình hiền tớ. Mình tha chỉ ca riệp trong rồi bọc côn srei tề ấy. Ở niên một. Nhom trong đằng nà thà ta côn sreiประเภทnà.แต่អាចបញ្ជូនមនុស្សចាស់ស្លៀកពាក់ញ៉ៃញ៉ៃចូល VIP បានមីននៅខាងសន្តាគារដូចជាមានការយល់ច្រឡំបន្តិចពុកនៅបន្ទប់ណាគឺបន្ទប់ VIP ដែលកូនបានកក់នឹងតានរណានៅក្បែរពុកនាងគឺជាកូនស្រីគាត់ខ្ញុំគឺជាតាអ្នកជាអ្នកណាចាស់មែនហើយចុះលោកជាអ្នកណាខ្ញុំជាអ្នកចាត់ការលីវនៃសន្តាគារជាសឹងពុកនាងចូលបន្ទប់ VIP ដោយគ្មានការអនុញ្ញាតយកស្រាខ្លាញ់ខ្លាយចូលថែមទាំងធ្វើឲ្យប្រឡាក់កំរើព្រមខូចខាតមួយសែនយន់ប្រញាប់វេរលុយមកបើមិនដូច្នោះទេខ្ញុំនឹងខាត់ខ្លួនតាមច្បាប់លោកថាគាត់ចូលដោយគ្មានការអនុញ្ញាតត្រូវហើយលោកថាស្រាដែលខ្ញុំរៀបចំគឺជាស្រាខ្លាញ់ខ្លាយពិតណាស់លោកនៅចង់ខាត់ខ្លួនពុកខ្ញុំទៀតផងម៉េចចង់គំរាមខ្ញុំគុំស្មានថាមានប្រុសមានលុយក៏បន្ទប់ឲ្យហើយស្មានថាខ្លួនឯងជាមនុស្សអស្ចារ្យឲ្យសោះមនុស្សដូចពុកនាងខ្ញុំជួបច្រើនហើយស្លៀកពាក់កំសត់កំមតែក៏ចង់ធ្វើចរិតជាអ្នកមានដែរ20នាទីទៀតខ្ញុំនឹងទៅដល់មកចុះយកលុយមកផងខ្វះតែមួយសេនក៏គុំសង្ឃឹមថាពុកនាងបានចេញទៅណាដែរអាការប្រជុំសិនលោកស្រីយីតាមានរឿងអ្វីកើតឡើងនៅបន្ទប់ភីនីសន្តាគារយ៉ាសិងមានគេមកបំបែកស្រាដែលខ្ញុំរៀបចំឲ្យពុកហើយថែមទាំងចង់ខាត់ខ្លួនគាត់ទៀតលោកស្រីយីបន្ទប់ VIP នៅសន្តាគារជាសឹងសន្តាគារនោះទើបតែត្រូវបានទិញចូលក្រុមហ៊ុនកាលពីខែមុនហើយក្រុមអ្នកគ្រប់គ្រងចាស់មិនទាន់បានដូរចេញអស់នៅឡើយទេចាំងហួយអ្នកទៅជាមួយខ្ញុំប៉ុន្តែកុំទាន់បង្ហាញមុខខ្ញុំចង់ដឹងណាស់ថាចាប់ពីអ្នកចាត់ការរហូតដល់ម្ចាស់សន្តាគារនេះតើវាស្អុយរលួយដល់កម្រិតណាទៅលោកស្រីតើលោកស្រីមានការណាត់ទុកដែរឬទេបន្ទប់ VIP និយាយថាមានលោកតាមួយចំនួនធ្វើឲ្យខូចកម្រើព្រំតម្លៃមួយសែនអ្នកចាត់ការលីវថាពួកគេលួចចូលមកតែមើលទៅលោកតាម្នាក់នោះមិនដូចជាមនុស្សអាក្រក់សោះសួរគុំនិយាយផ្ដេសផ្ដាស់អ្នកចាត់ការលីវកំពុងទៅរកជាមួយថៅកែលីតើនរណាហ៊ានប៉ះថៅកែលីណាគឺថៅកែចាស់លីតាហៃនឹងឯងក្រោយពេលក្រុមហ៊ុនទិញយកគាត់នៅតែជាអ្នកគ្រប់គ្រងបណ្ដោះអាសន្នមីនពុកធ្វើឲ្យកូនពិបាកហើយពុកដៃទាំងគូនេះធ្វើសំណងឲ្យគេពេញមួយជីវិតថ្ងៃនេះកូនគ្រាន់តែចង់ឲ្យពុកញ៉ាំបាយឲ្យឆ្ងាញ់ម្ដងប៉ុណ្ណោះមីនកុំនិយាយអីមិនមែនជាកំហុសកូនទេពួកគេឲ្យពុកឈរនៅជ្រុងបែបនេះគឺមិនត្រឹមត្រូវទេអ្នកណាធ្វើឲ្យបែកដប់ស្រានាងគឺជាកូនស្រីម្នាក់នោះមែនទេខ្ញុំសួរថាអ្នកណាធ្វើឲ្យបែកដប់ស្រាឪពុកនាងធ្វើឲ្យបែកដោយខ្លួនឯងតើពួកអ្នកឯងឃើញទេគុំអស់ហើយមែនទេថាពួកតាចាស់នេះធ្វើឲ្យបែកខ្លួនឯង
គិតឲ្យច្បាស់សិនចាំនិយាយនាងមិនទាន់ជាប់សាកល្បងការងារនៅឡើយទេត្រានេះគឺជាក្រមួនពិសេសរបស់ឃ្លាំងទីស្នាក់ការកណ្ដាលស្រាពិសេសនីមួយត្រូវបានបោះត្រាតែម្ដងគត់តើសៀលនេះអ្នកណាជាអ្នកយកស្រាមកបន្ទប់ម៉ូដានមើលមុខខ្ញុំធ្វើអីអូរៀបចំបានសពជ្រុងជ្រោយណាស់តើសម័យនេះការធ្វើឯកសារคล้ายៗចំណាយតិចណាស់ក្មេងស្រីល្បិចបែបនេះខ្ញុំជួបច្រើនហើយឲ្យឪពុកស្លៀកពាក់ខ្វក់ចូលមកធ្វើពុតជាគួរឲ្យអាណិតរួចយកវិក័យបត្រคล้ายៗមកបន្លាយគេចុងក្រោយចង់ថតវីដេអូចោទថាសន្តាគារយើងធ្វើបាបមនុស្សចាស់មែនទេអញមិនស្គាល់វិក័យបត្រផ្ទេរទំនិញនេះទេអីខ្ញុំស្គាល់តែលុយប៉ុណ្ណោះការខូចខាតកម្រាលព្រំមួយសែនយន់សង្ហាយចេញទៅភ្លាមបើមិនសងទេក៏នៅទីនេះបន្តទៅស្រានោះឯងជាអ្នកធ្វើឲ្យបែកឯងជាអ្នកជេរប្រមាថគេឥឡូវនៅឲ្យយើងសងលុយទៀតអាតាចាស់ឯងចង់សាក់ជាមួយយើងមែនទេចង់អីមករកខ្ញុំកុំមកជេរមិត្តភក្តិខ្ញុំគឺមករកឯងនឹងហើយឯងជាស្អីទៅបើកូនស្រីឯងមានសមត្ថភាពមែននាងមិនឲ្យឯងស្លៀកពាក់បែបនេះមកបន្ទប់វេបទេខ្ញុំមើលទៅប្រហែលជានាងតង់ថៅកែណាហើយលួចយកវិក័យប័ត្រពីរបីសន្លឹកមកធ្វើរបើកឡានស៊េរីទំនើបស្លៀកពាក់សុទ្ធកាន់វិក័យប័ត្រក៏ហ៊ានធ្វើពុតជាមនុស្សរបស់ទីស្នាក់ការកណ្ដាលដែរមុខមាត់ស្អាតបាតតែពូកែបោកប្រាស់ណាស់មិនដឹងជាថៅកែណាចិញ្ចឹមនាងទេហ៊ានមកលោឡានៅកន្លែងខ្ញុំផងនិយាយឲ្យមានមារយាទខ្លះទៅកូនស្រីខ្ញុំស្អាតស្អំរកលុយដោយសមត្ថភាពខ្លួនឯងសមត្ថភាពស្អីទៅដោយសារមុខមាត់នេះមែនទេមួយកំភ្លៀងនេះសម្រាប់ការប្រមាថស្ត្រីមួយកំភ្លៀងនេះសម្រាប់ការប្រមាថមនុស្សចាស់នាងហ៊ានទេខ្ញុំផងអញគួរតែអរគុណដែលថ្ងៃនេះខ្ញុំមកក្នុងនាមជាកូនស្រីបើមិនដូច្នោះទេអញគ្មានសិទ្ធិឈរឆ្លើយតបជាមួយខ្ញុំឡើយល្អខ្លាំងណាស់នាងស្មានថាមានវិក័យប័ត្រคล้ายៗពីរសន្លឹកអាចមកលោឡានៅជាសិនក៏បានយីហោជាសិននេះគឺនៅតែមានលោកលីជាអ្នកបង្អែកដដែលអញ្ចឹងហៅលីដាហៃមកទីនេះមកនាងហ៊ានហៅចំឈ្មោះលោកលីផងខ្ញុំឲ្យពេលគេ10នាទីអ្នកណាហ៊ានមកបង្កបញ្ហានៅកន្លែងលីដាហៃខ្ញុំពួកនេះលួចចូលបន្ទប់វេបយកស្រាคล้ายៗមកធ្វើឲ្យប្រឡាក់ព្រំថែមទាំងវីខ្ញុំទៀតលោកលីស្រីម្នាក់នេះពូកែធ្វើពុតណាស់ថែមទាំងមានវិក័យប័ត្រคล้ายៗទៀតប្រហែលជាមនុស្សក្បែរខ្លួនថៅកែណាហើយលោកស្រីខ្ញុំគឺលីដាហៃអ្នកទទួលខុសត្រូវសន្តាគារជាសិនរឿងនេះខ្ញុំបានរើសហើយអ្នកឯងមកប្រើបន្ទប់វេបបំផ្លាញរបស់សន្តាគារហើយថែមទាំងវីអ្នកគ្រប់គ្រងយើងយកយល់ថាមានមនុស្សចាស់ខ្ញុំអាចមិនប្រកាន់ទុកផ្សេងប៉ុន្តែថ្លៃខូចខាតមួយសែនយន់ត្រូវតែសងលោកដោះស្រាយបណ្ដឹងអតិថិជនបែបនេះមែនទេបណ្ដឹងអតិថិជនមុនដំបូងអ្នកឯងត្រូវតែជាភ្ញៀវសិនយើងមានការកក់ទុកចុះព័ត៌មានកក់ទុកនៃណាការកក់ពីការិយាល័យកណ្ដាលជាសិនតាមរយៈលោកឡាវគូចាងម៉ោង 5 ល្ងាចប្រព័ន្ធសន្តាគារអ្នកឯងគួរតែមានកត់ត្រាសម័យនេះពួកបោកប្រាស់ពូកែណាស់សូម្បីតែទម្រង់ការិយាល័យកណ្ដាលក៏ចេះធ្វើតាមលោកមិនទាន់បានត្រួតពិនិត្យផងក៏សន្និដ្ឋានថាคล้ายៗបាត់ទៅហើយលោកស្រីខ្ញុំធ្វើការផ្នែកសន្តាគារ20ឆ្នាំហើយមនុស្សបែបណាក៏ខ្ញុំធ្លាប់ជួបភ្ញៀវគិតយកពិតប្រាកដដែលទីស្នាក់ការចាត់តាំងតែងតែមានអ្នកទទួលរាក់ទាក់ជាមុនមិនស្លៀកពាក់ខោអាវចាស់នាំមនុស្សចាស់មកអង្គុយកាមុងម្ហូបថោកបែបនេះទេខ្ញុំផ្ដល់ផ្លូវចេញមួយឲ្យពួកឯងសង1សែនយន់សរសេរលិខិតសុំទោសមួយច្បាប់ទទួលស្គាល់ថាបានសម្រុកចូលបន្ទប់ VIP ធ្វើឲ្យខូចខាតស្រានឹងព្រំនោះខ្ញុំនឹងមិនពង្រេកបញ្ហាឡើយចុះបើខ្ញុំមិនសរសេរអញ្ចឹងខ្ញុំនឹងឲ្យនាងដឹងថាសន្តាគារជាសឹងមិនមែនជាកន្លែងសម្រាប់នាងមកបង្កចំនួននោះទេលោកប្រធានឡើយមិញនាងទះកំភ្លៀងខ្ញុំពីដៃត្រូវតែសងសំណងផ្លូវចិត្តបន្ថែមហើយពួកតាចាស់ទាំងនេះនៅមិនព្រមចេញធ្វើឲ្យប៉ះពាល់ដល់ការញ៉ាំរបស់លោកវងត្រូវតែសងគឺច្បាស់ណាស់ថាពួកឯងទេជាអ្នកចង់ដណ្ដើមបន្ទប់តើលោកវងមានឋានៈអ្វីចុះពួកឯងមានឋានៈអ្វីបន្ទប់នេះទុកឲ្យលោកវងប្រើគឺដើម្បីបង្កើតតម្លៃដល់សន្តាគារទុកឲ្យពួកឯងប្រើក្រៅពីបង្កភាពរំខានតើអាចធ្វើអ្វីបានទៀតពាក្យទាំងនេះក៏ជាបំណងរបស់លោកដែរមែនទេការរកស៊ីគឺផ្ដោតលើប្រសិទ្ធភាពយើងបើកទ្វាររកស៊ីក៏ត្រូវតែជ្រើសរើសអតិថិជនដែលមានគុណភាពដែរអញ្ចឹងនៅក្នុងភ្នែកពួកលោកមនុស្សចាស់ស្លៀកពាក់ធម្មតាគឺមិនស័ក្តិសមធ្វើជា VIP ទេមែនទេ
មនុស្សត្រូវមានសតិសម្បជញ្ញៈខ្លួនឯងបើឪពុកនាងចង់ញ៉ាំបាយជាន់ទី1ក៏មានកន្លែងអង្គុយដែរបើចង់តែអង្គុយក្នុងបន្ទប់ VIP នោះត្រូវតែទទួលយកផលវិបាកកូនស្រីខ្ញុំនិយាយថាបន្ទប់នេះគឺនាងជាអ្នករៀបចំឲ្យខ្ញុំកូនស្រីលោកនិយាយអីលោកក៏ជឿដែរបើនាងនិយាយថានាងជាម្ចាស់សន្តាគារជាសឹងតើលោកជឿដែរទេអ្នកគ្រប់គ្រងលាវមិញលោកថាជាសឹងមានអ្នកកាំងហើយទីស្នាក់ការកណ្ដាលក៏ត្រូវផ្ដល់មុខមាត់ឲ្យលោកឡើយដែរពិតមែនហើយលោកប្រធានឡើយលោកក៏គិតអីចឹងដែរខ្ញុំស្និទ្ធស្នាលជាមួយអ្នកចាត់ការទូទៅចាខ្លាំងណាស់ការរៀបចំប្រព័ន្ធជាសឹងលើកនេះរឿងជាច្រើនត្រូវពឹងផ្អែកលើខ្ញុំបើនាងចង់យកទីស្នាក់ការមកសង្កត់ខ្ញុំប្រហែលជាច្រឡំមនុស្សហើយមិនដែរនៅចង់ហៅមនុស្សមកទៀតមែនទេរែងហើយអ្នកទទួលបន្ទុកប្រតិបត្តិការលីតាហៃនិយាយថាគេស្និទ្ធស្នាលជាមួយលោកហើយទីស្នាក់ការត្រូវពឹងលើគេលោកស្រីប្រធានលាវខ្ញុំនិងលីតាហៃធ្លាប់ជួបគ្នាម្ដងគត់គេគ្មានសិទ្ធិតំណាងឲ្យទីស្នាក់ការកណ្ដាលទេហើយក៏គ្មានសិទ្ធិឃាត់ខ្លួនភ្ញៀវដែរសម្ដែងធ្វើពុតទៅទៀតទៅហ៊ានរកមនុស្សផ្ដេសផ្ដាសមកបន្លំធ្វើជាអ្នកចាត់ការទូទៅយ៉ែងផងរែងហើយ10នាទីទៀតត្រូវមកដល់បន្ទប់ VIP យកបញ្ជីកក់បន្ទប់និងកំណត់ត្រាចេញស្រាពិសេសមកព្រមទាំងរាល់ពាក្យបណ្ដឹងនិងបញ្ជីចំណូលចំណាយស្រាចាប់តាំងពីឡយដែលហេចូលកាន់តំណែងមកបាទលោកស្រីប្រធានលាវខ្ញុំនៅខាងក្រោមស្រាប់ហើយមីនកូនមិនបានប្រាប់ប៉ាទេអីថាកូនគ្រាន់តែជាអ្នកគ្រប់គ្រងធម្មតាម្នាក់ប៉ាចាំកូនដោះស្រាយរឿងនេះចប់សិនកូននឹងរៀបរាប់ប្រាប់ប៉ាតាមសម្រួលលោកប្រធានយ៉ែងលោកស្រីប្រធានលាវលោកប្រធានយ៉ែងឥឡូវនេះនិយាយម្ដងទៀតមកតើស្រានេះអ្នកណាជាអ្នកបំបែកតើអ្នកណាជាអ្នកជេរប្រមាថឪពុករបស់ខ្ញុំលោកស្រីប្រធានលាវនេះប្រហែលជាមានការយល់ច្រឡំហើយយល់ច្រឡំការកក់ទុកពីទីស្នាក់ការពួកលោកថាជាការកុហកស្រាពិសេសដែលបែកពួកលោកថាជាស្រាខ្លែងខ្លាយឡើយដែលឲ្យខ្ញុំផ្ដល់ឱកាសឲ្យលោកមិនមែនដើម្បីឲ្យលោកមកដោះសារទេលោកស្រីប្រធានលាវម៉ោង 6:12 នាទីល្ងាចអ្នកគ្រប់គ្រងលាវបានចូលក្នុងបន្ទប់ហើយម៉ោង 6:14 នាទីគេជាអ្នកបោកស្រាបែកអ្នកចាត់ការទូទៅយ៉ែងខ្ញុំមិនបានតាំងចិត្តទេខ្ញុំស្មានតែវាជាស្រាខ្លែងខ្លាយលោកជាអ្នកគ្រប់គ្រងសាខាម្នាក់បែជាមិនស្គាល់សញ្ញាសម្គាល់ស្រាពិសេសរបស់ក្រុមហ៊ុនគឺមកពីគេគឺគេជាអ្នកឆែកមិនច្បាស់លាស់នាំមនុស្សចូលខុសបន្ទប់ទើបធ្វើឲ្យខ្ញុំយល់ច្រឡំគឺលោកជាអ្នកប្រាប់ថាលោកវ៉ង់ចង់ប្រើហើយបញ្ជាឲ្យខ្ញុំដេញពួកគាត់ចេញបើខ្ញុំមិនធ្វើលោកនឹងដេញខ្ញុំចេញឯងនិយាយកុហកខ្ញុំមានការថតសម្លេងចាក់ស្ដាប់ទៅមនុស្សចាស់ក្រីក្រប៉ុន្មានអ្នកនេះហ៊ានមកអង្គុយក្នុងបន្ទប់ VIP ផងលោកវ៉ង់កំងមួយតូប200000ចំណែកពួកគេវិញកំងបានតែប៉ុន្មានមុខបន្តិចទៀតខ្ញុំនឹងបោក10ស្រារួចទម្លាក់កំហុសឲ្យពួកគេផ្អើលតែម្ដងកុំថាឡើយ100000សំបីតែ30000ក៏អាចបំភ័យពួកគេឲ្យខ្លាចញ័រខ្លួនដែរសាច់ចាងហួយក៏ត្រាទុកទៅលីវយ៉ុងបញ្ឈប់ការងារត្រួតពិនិត្យនិងការទាមទារសំណងបង្ខំទាំងអស់លីតាហៃដកហូតសិទ្ធិគ្រប់គ្រងរបស់គាត់ចេញចាប់ពីយប់នេះទៅបន្ទប់ VIP ទាំងអស់នៃសន្តាគារជាសឹងនឹងត្រូវគ្រប់គ្រងដោយទីស្នាក់ការកណ្ដាលចាងហួយបិទបញ្ជីកក់ទុកបញ្ជីភេសជ្ជៈនិងពាក្យបណ្ដឹងរបស់អតិថិជនពិនិត្យលើចំណុចសំខាន់ទាំង3ការរើសអើងអតិថិជនការក្លែងបន្លំសំណងនិងការស៊ីដាច់លុយភេសជ្ជៈអ្នកណាហ៊ានរារាំងត្រូវត្រួតពិនិត្យទាំងអស់
លោកស្រីលាវខ្ញុំខុសហើយខ្ញុំពិតជាមិនដឹងថាគាត់ជាឪពុករបស់លោកស្រីទេបើខ្ញុំដឹងឲ្យខ្ញុំសេចក្តីក្លាហាន100ដងទៀតក៏ខ្ញុំមិនហ៊ានធ្វើបែបនេះដែរចុះមានន័យថាបើគាត់មិនមែនជាឪពុកខ្ញុំគឺលោកហ៊ានធ្វើបែបនេះមែនទេអ្វីដែលលោកបំបែកមិនមែនជាដប់ស្រាទេតែជាគិតយកពេញមួយជីវិតរបស់ឪពុកខ្ញុំវាក៏ជាឱកាសចុងក្រោយដែលសន្តាគារជាសឹងផ្ដល់ឲ្យអ្នកទាំងអស់គ្នាដែរកូនស្រីតើពុកធ្វើឲ្យកូនត្រូវខ្មាស់គេមែនទេពុកអ្នកដែលគួរខ្មាស់គេមិនមែនជាពុកទេគឺពួកគេទៅវិញទេលោកស្រីលាវខ្ញុំដឹងខ្លួនខុសហើយសូមលោកស្រីមេត្តាអភ័យទោសឲ្យខ្ញុំម្ដងទៅខ្ញុំមានម្ដាយចាស់និងកូនតូចដែលត្រូវចិញ្ចឹមខ្ញុំមិនអាចបាត់បង់ការងារនេះបានទេពេលដែលលោកបង្ខំឲ្យឪពុកខ្ញុំសង100000តើលោកធ្លាប់គិតថាគាត់មានកិត្តិយសដែលត្រូវរក្សាទេហើយគាត់ក៏មានកូនស្រីដែលត្រូវបារម្ភពីការងាររបស់នាងដែរមែនទេខ្ញុំគ្រាន់តែវង្វេងមួយពេលប៉ុណ្ណោះពេលលោកជេរពួកយើងថាអាមនុស្សចាស់មិនឃើញលោកវង្វេងសោះពេលលោកបង្ខំឲ្យពួកយើងសរសេរលិខិតសុំទោសក៏មិនឃើញលោកវង្វេងដែរលោកឡៃស្ដាប់ខ្ញុំពន្យល់សិនគឺលោកវងចង់បានបន្ទប់ VIP នេះគឺលោកជាអ្នកបញ្ជាឲ្យខ្ញុំដេញភ្ញៀវចេញខ្ញុំគ្រាន់តែធ្វើតាមបញ្ជារបស់លោកប៉ុណ្ណោះឯងនិយាយឈួតអីហ្នឹងឯងចង់បានស្នាដៃម្នាក់ឯងចង់បញ្ចូលអតិថិជនខ្លួនឯងតើវាពាក់ព័ន្ធអ្វីនឹងខ្ញុំតើពេលណាដែលខ្ញុំបញ្ជាឲ្យឯងបោកដប់ស្រាទម្លាក់កំហុសលើគេលោកឡៃលោកមិនអាចធ្វើបែបនេះដាក់ខ្ញុំទេកាលពីនៅខាងលើលោកជាអ្នកនិយាយផ្ទាល់មាត់ថាយប់នេះលោកវងនឹងចំណាយ20000ត្រូវតែរៀបចំបន្ទប់ VIP ឲ្យបានលោកថែមទាំងនិយាយថាមនុស្សចាស់ប៉ុន្មានអ្នកនេះមើលទៅមិនសមជាភ្ញៀវគិតយូរតតែសោះឲ្យរកលេខអីក៏បានដើម្បីដេញពួកគេចេញទៅពិតមកទៅលោកស្រីលាវកូនចៅខាងក្រោមមិនដឹងអីទេមិញនេះខ្ញុំក៏ត្រូវបានវាបំផន់ដែរលោកស្រីកុំបារម្ភខ្ញុំនឹងសហការជាមួយទីស្នាក់ការមនុស្សដូចលីវយ៉ុងខ្ញុំចង់ដេញចេញយូរហើយចង់ដេញចេញយូរហើយតែបែរជាដំឡើងតំណែងឲ្យគេធ្វើជាអ្នកគ្រប់គ្រងដឹងថាគេជាមនុស្សមិនល្អយូរហើយហេតុអ្វីពេលមកដល់ដំបូងលោកមិនសួរពីការកក់ទុកតែបែរជាបង្ខំឲ្យឪពុកខ្ញុំសង្លុយទៅវិញនេះមិនមែនមកពីស្ថានភាពបន្ទាន់ទេខ្ញុំស្មានថាពួកគេជាភ្ញៀវមកបង្កបញ្ហាពិតមែនលោកស្មានថាសន្តាគារជាសឹងគ្រប់គ្រងទៅតាមអារម្មណ៍ផ្ទាល់ខ្លួនមែនទេលោកស្រីលាវនេះជាបញ្ជីពាក្យបណ្ដឹង3ខែចុងក្រោយដែលខ្ញុំទើបតែដកស្រង់ចេញពីទីស្នាក់ការកណ្ដាលបន្ទប់ VIP និងបន្ទប់ប្រណិតសុទ្ធតែធ្លាប់មានពាក្យបណ្ដឹងស្រដៀងគ្នានេះហើយបន្ទប់ទាំងនោះត្រូវបានផ្ដល់ឲ្យភ្ញៀវដែលចំណាយច្រើនប្រើប្រាស់វិញលីតាហៃក្នុងរយៈពេល3ខែមាន27ករណីមាន13ករណីដែលបានបង់ប្រាក់បន្ថែមដូចជាថ្លៃសម្អាតថ្លៃខូចខាតសម្ភារនិងថ្លៃកម្រាលព្រំចំនួនទឹកប្រាក់ចាប់ពី3000ដល់80000ហើយកិននេះទទួលប្រាក់មិនមែនជារបស់សន្តាគារទេត្រូវហើយលុយនេះមិនមែនខ្ញុំយកតែម្នាក់ឯងទេលោកលីលោកមិនអាចទម្លាក់កំហុសឲ្យខ្ញុំម្នាក់ឯងបានទេឯងនៅតែហ៊ាននិយាយផ្ដេសផ្ដាសទៀតមែនទេខ្ញុំនិយាយខុសត្រង់ណាបុគ្គលិកផ្នែកហិរញ្ញវត្ថុនៅទីនេះស្រាប់រាល់ពេលទទួលបានលុយគឺគាត់ជាអ្នកកត់ចំណាំផ្ទៃក្នុងដោយគាត់ថាជាថ្លៃសេវាដំឡើងកម្រិតរបស់អតិថិជនអ្នកហ៊ាននិយាយថាអ្នកមិនដឹងទេអីសៀវចិនគិតឲ្យច្បាស់ទៅក្រុមហ៊ុនចិញ្ចឹមអ្នកច្រើនឆ្នាំមកហើយកុំឲ្យមនុស្សឈួតម្នាក់មកបោកបញ្ឆោតអ្នកលោកប្រធានលាវខ្ញុំមានឯកសារចម្លងទុកអ្នកនិយាយថាអីខ្ញុំមានឯកសារចម្លងនៃការទទួលប្រាក់ដោយឡែកសៀវចិនអ្នកមិនបាច់ខ្លាចទេឲ្យតែអ្នកនិយាយការពិតក្រុមហ៊ុននឹងការពារអ្នកហើយនឹងចាត់វិធានការតាមច្បាប់ក៏ដូចជាលើកលែងទោសតាមការសហការរបស់អ្នកខ្ញុំខ្លាចត្រូវគេទម្លាក់កំហុសរាល់ការផ្ទេរប្រាក់ទាំងអស់ខ្ញុំសុទ្ធតែបានព្រីនទុកមួយច្បាប់មេការលីវទទួលបាន 10% រាល់ពេលហើយប្រធានផ្នែកបន្ទប់និងផ្នែកខាងមុខក៏ទទួលបានភាគរយដែរ 10% ខ្ញុំបានតែ 10% ទេអីអ្នកឯងយកចំណែកធំដល់ទៅ 70% ឯណោះលោកប្រធានលីវខ្ញុំសុខចិត្តសហការខ្ញុំនឹងនិយាយប្រាប់ទាំងអស់លោកប្រធានលាវលោកនៅក្មេងទើបតែមកកាន់តំណែងប្រហែលជាមិនសូវយល់ពីសន្តាគារទេសាខាខាងក្រោមត្រូវការដំណើរការតើមានផ្នែកណាដែលមិនអស់លុយថ្នាក់លើអង្គុយតែក្នុងការិយាល័យមើលរបាយការណ៍ប្រកាសជាគិតថាបញ្ជីស្អាតស្អំគឺល្អបំផុតហើយបើគ្មានមនុស្សដូចខ្ញុំនៅចាំជួយពីក្រោយទេតើអតិថិជនដូចលោកវ៉ាងមកទីនេះដែរឬទេអញ្ចឹងលោកទទួលស្គាល់ហើយថាលុយទាំងនេះគឺលោកជាអ្នករៀបចំឲ្យគេប្រមូលចាំងហុយកត់ត្រាទុកទៅកត់ត្រារួចរាល់ហើយលោកប្រធានលាវកុំធ្វើបាបមនុស្សខ្លាំងពេកចំណូលសន្តាគារជាសឹងកើនឡើងក្នុងរយៈពេលកន្លះឆ្នាំនេះគឺដោយសារតែខ្ញុំលោកវ៉ាងលោកចៅលោកម៉ឹងសុទ្ធតែជាមួយរបស់ខ្ញុំបើថ្ងៃនេះលោកដេញខ្ញុំចេញថ្ងៃស្អែកសន្តាគារនឹងបាត់បង់ចំណូលពាក់កណ្ដាលអ្វីដែលសន្តាគារខ្វះខាតគឺចំណូលដែលស្អាតស្អំមិនមែនលុយយកខ្វក់ទេស្អាតស្អំ
ចំណូលស្អាតស្អំវាមិនមែនងាយស្រួលរកបាននោះទេលោកចង់មកជួយដោះស្រាយបញ្ហាជំនួសឪពុកលោកនៅថ្ងៃនេះខ្ញុំយល់តែបើលោកយល់ដឹងមែនកុំថាឡើយតែទៅលោកវាងយប់នេះសូម្បីតែអតិថិជនធំក្រោយទៀតក៏គេនឹងដកកិច្ចសន្យាទាំងអស់ដែរដល់ពេលដែលលទ្ធផលការងារធ្លាក់ចុះក្រុមប្រឹក្សាភិបាលនឹងសួរនាំលោកមុនគេបង្អស់មីមីឬក៏ប៉ាមិនញ៉ាំទេយើងទៅវិញទៅកុំឲ្យប៉ាមករំខានការងារកូនអីពុកថ្ងៃនេះពុកមិនមែនមករំខានការងារកូនទេគឺពុកកំពុងជួយឲ្យកូនមើលឃើញកាន់តែច្បាស់ថាមានមនុស្សអាក្រក់ប៉ុន្មានអ្នកដែលលាក់ខ្លួនក្នុងសន្តាគាររបស់កូនតើបន្ទប់ VIP រៀបចំរួចរាល់ហើយឬនៅភ្ញៀវរបស់ខ្ញុំមកដល់ខាងក្រោមហើយលោកប្រធានលាវមានន័យថាម៉េចភ្ញៀវកិត្តិយសរបស់ខ្ញុំជិតមកដល់ហើយតែអ្នកនៅតែរៀបចំមិនទាន់រួចទៀតលោកវាងសុំទោសពិតមែនមានបញ្ហាបន្តិចបន្តួចបានកើតឡើងគឺពួកគេកំពុងនៅក្នុងបន្ទប់នេះជាការយល់ច្រឡំប៉ុណ្ណោះខ្ញុំនឹងដោះស្រាយភ្លាមលោកតាគួរតែស្គាល់កាលៈទេសៈខ្លះទៅលោកមកញ៉ាំបាយតែខ្ញុំមកនិយាយជំនួញបើរំខានដល់ការងារខ្ញុំលោកសងមិនរួចទេតើអ្នកជាអ្នកណាមានសិទ្ធិអីមកនិយាយថាពួកយើងមិនស័ក្តិសមនឹងអង្គុយទីនេះឯកលើការចំណាយ3សែនរបស់ខ្ញុំនៅយប់នេះចុះអ្នកឯងចំណាយអស់ប៉ុន្មានមើលទៅអ្នកនាងម្នាក់នេះហាក់បីដូចជាអ្នកចេះដឹងម្នាក់ដែរយប់នេះខ្ញុំអញ្ជើញម្ចាស់គម្រោងឈឹងស៊ីមកបើធ្វើឲ្យខូចការងារខ្ញុំអ្នកឯងសងមិនរួចឡើយលោកវាងឈឹងយាក្រុមហ៊ុនសំណង់ឈឹងយាគម្រោងតុបតែងពាក់កណ្ដាលនៅក្នុងទីក្រុងហៃឈឿងសុទ្ធតែយកទំនិញពីខ្ញុំទាំងអស់លោកប្រធានលាវក្រុមហ៊ុនឈឹងយាគឺស្ថិតក្នុងបញ្ជីអ្នកផ្គត់ផ្គង់គម្រោងថ្មីដែលណែនាំដោយអនុប្រធានហ៊ឺលោកប្រធានលាវលោកវាងមិនត្រឹមតែជាអតិថិជនធំប៉ុណ្ណោះទេតែគាត់ក៏ជាអ្នកផ្គត់ផ្គង់សម្រាប់គម្រោងថ្មីដែរពួកយើងនឹងត្រូវជួបគ្នាជាញឹកញាប់មិនបាច់អាក់អន់ចិត្តនឹងគ្នាដោយសារតែការយល់ច្រឡំនោះទេលោកប្រធានលាវនេះគឺជាថ្នាក់ដឹកនាំមកពីទីស្នាក់ការកណ្ដាលប្រែមកថាជាលោកប្រធានលាវសោះនៅក្មេងតែមានសមត្ថភាពមែនយប់នេះសូមជួយយកយល់ដល់ខ្ញុំផងអាហារមួយតូននេះខ្ញុំជាអ្នកចេញលុយឲ្យហើយខ្ញុំនឹងថែមស្រាល្អពី10ទៀតជូនលោកឪពុកលោកបើព្រមចេញពីបន្ទប់នេះទៅវានឹងល្អមើលសម្រាប់គ្រប់គ្នាលោកវាងថាយប់នេះគាត់មានណាត់ជាមួយម្ចាស់គម្រោងឈឹងស៊ីជាការជប់លៀងជំនួញជាការរាប់អានធម្មតាទេប្រើបន្ទប់ VIP របស់យើងដោយដកការកក់របស់ថ្នាក់លើចេញហើយបន្លំការជប់លៀងឯកជនជាការទទួលភ្ញៀវជំនួញដែលពាក់ព័ន្ធនឹងអ្នកផ្គត់ផ្គង់ទៀតផងលោកវាងលោកគិតថាវាជារឿងធម្មតាដែរឬទេលោកប្រធានលាវបាយអាចញ៉ាំខុសបានតែសម្ដីមិនអាចនិយាយផ្ដេសផ្ដាសបានទេពិនិត្យមើលកំណត់ត្រាចំណាយរបស់លោកវាងក្នុងរយៈពេលកន្លះឆ្នាំនេះនិងទំនាក់ទំនងជាមួយគម្រោងថ្មីចង់ឆែកខ្ញុំអីលោកប្រធានលាវគិតឲ្យច្បាស់ទៅឥឡូវនេះសម្ភារៈបានដឹកមកដល់ពាក់កណ្ដាលហើយបើលោកបញ្ជាឲ្យឆែកខ្ញុំតើអ្នកណាជាអ្នកទទួលខុសត្រូវរឿងពន្យាពេលការងារពិតមែនហើយលោកប្រធានលាវគម្រោងថ្មីនេះគឺជាគម្រោងដ៏សំខាន់របស់ក្រុមប្រឹក្សាភិបាលអ្នកទាំងអស់គ្នាពូកែរំលឹកគ្នាទៅវិញទៅមកណាស់តើលោកស្រីលាវចង់មានន័យថាម៉េចបើកំណត់ត្រាត្រួតពិនិត្យបណ្ដោះអាសន្នរបស់ផ្នែកលទ្ធកម្មមកមើលលោកស្រីលាវលោកស្រីចង់សម្ដៅលើឯកសារការពីម្សិលមិញមែនទេត្រូវហើយការត្រួតពិនិត្យសម្ភារៈជួសជុលស៊ុយទៀនរបស់ជាសិនលទ្ធផលបឋមការពីម្សិលមិញបន្ទះការពារសម្លេង3ឡូតមិនគ្រប់ស្តង់ដាររបាយការណ៍កម្រិតការពារអគ្គិភ័យមានមន្ទិលសង្ស័យអ្នកផ្គត់ផ្គង់គឺក្រុមហ៊ុនសម្ភារៈសំណង់ឈឹងយេនិយាយផ្ដេសផ្ដាសរបាយការណ៍របស់យើងសុទ្ធតែគ្រប់លក្ខណៈអញ្ចឹងការដែលលោកអញ្ជើញមនុស្សពីសភាពាណិជ្ជកម្មឈឹងស៊ុយមកយប់នេះគឺជារឿងការងារធម្មតាឬក៏ចង់រត់ការមុនពេលត្រួតពិនិត្យឡើងវិញលោកស្រីលាវក្មេងធ្វើការកុំឆេវឆាវពេកលោកស្រីដឹងទេថាក្នុងបង្អែកខ្ញុំជាអ្នកណាសម្ដីមួយឃ្លានេះអំបញ្ញមិញលីតាហៃក៏បាននិយាយដែរលីតាហៃគ្រាន់តែជាម្ចាស់សន្តាគារម្នាក់តែខ្ញុំខុសពីគេបើលោកស្រីប៉ះពាល់ខ្សែសង្វាក់ផ្គត់ផ្គង់ខ្ញុំគឺប៉ះពាល់ដល់ផលប្រយោជន៍មនុស្សមួយជួរថ្ងៃនេះឪពុកលោកស្រីរងការអាក់អន់ចិត្តបន្តិចខ្ញុំនឹងផ្ដល់ប្រាក់ជាសំណងតែបើលោកស្រីចង់ធ្វើឲ្យរឿងកាន់តែធំតំណែងនាយិកានេះប្រហែលជាមិនថេវេលាទេតំណែងកូនស្រីខ្ញុំមិនមែនបានមកពីពួកលោកផ្ដល់ឲ្យនោះទេលោកតាលោកដឹងរឿងអីទៅខ្ញុំពិតជាមិនយល់ពីរឿងរកស៊ីរបស់ពួកលោកមែនតែខ្ញុំដឹងរឿងមួយយ៉ាងច្បាស់ធ្វើរបស់របរមិនត្រូវលួចបន្លំសម្ភារៈធ្វើជាមនុស្សមិនត្រូវលួចបន្លំមុនសកាថ្ងៃនេះពួកលោកហ៊ានបោកដប់ស្រាចោលហើយទម្លាក់កំហុសមកលើខ្ញុំថ្ងៃក្រោយពួកលោកច្បាស់ជាហ៊ានយកសម្ភារៈអន់ទៅសាងសង់សន្តាគារហើយទម្លាក់កំហុសឲ្យអ្នកដទៃឯងជាស្អីទៅហ៊ានមកបង្រៀនយើងពីការរកស៊ីផងគាត់គឺជាឪពុករបស់ខ្ញុំហើយក៏ជាភ្ញៀវដ៏មានកិត្តិយសបំផុតរបស់ជាសិននៅថ្ងៃនេះដែរល្អបើលោកស្រីលាវមិនឲ្យតម្លៃគ្នាអញ្ចឹងបាយមួយពេលនេះខ្ញុំក៏មិនញ៉ាំដែរលោកស៊ីលោកការកំងចោលទាំងអស់រាល់កម្មវិធីជប់លៀងរបស់ឈឹងយេបន្ទាប់ពីនេះត្រូវលុបចោលឲ្យអស់រឿងសម្ភារៈស៊ុយទៀនត្រូវផ្អាកការងារជាបន្ទាន់ប៉ានប្រាប់ទៅផ្នែកលទ្ធកម្មដាក់ឈ្មោះឈឹងយេ
ចូលក្នុងបញ្ជីផ្អាកកិច្ចសហការនិងស្វែងរកអ្នកថ្មីយោពងនាងហ៊ានអីអំបញ្ញមិញលោកមិនចង់ផ្អាកការងារទេអីលោកស្រីលាវកុំជេរឆៅអីរយៈពេលសាងសង់ស៊ុយទៀនត្រូវបានផ្សព្វផ្សាយរួចរាល់ហើយយឺតតែមួយថ្ងៃក៏ខាត់បង់ច្រើនដែរបើដំណើរការដោយប្រើសម្ភារៈមិនគ្រប់លក្ខណៈបើមានបញ្ហាតើខាត់តែមួយថ្ងៃមែនទេតាំងពីបន្ទប់អាហាររហូតដល់ខ្សែសង្វាក់ផ្គត់ផ្គង់តាំងពីអ្នកចាត់ការរហូតដល់ថៅកែតាំងពីអតិថិជនរហូតដល់អ្នកលក់សម្ភារៈពួកលោកមិនមែនវង្វេងមួយពេលទេគឺពួកលោកត្រូវរយគ្នាជាខ្សែរយៈថ្ងៃនេះអ្នកណាចេញមុខការពារអ្នកនោះនឹងមានឈ្មោះក្នុងបញ្ជីលោកស្រីលាវលោកស្រីស្មានតែសម្ដីប៉ុន្មានម៉ាត់អាចកាត់សេចក្តីខ្ញុំបានមែនទេរបាយការណ៍ត្រួតពិនិត្យមិនទាន់ចេញផ្លូវការផងតើលោកស្រីមានភស្តុតាងអីថាទំនិញខ្ញុំមានបញ្ហាព្រោះនៅទីនេះខ្ញុំមានរបាយការណ៍ត្រួតពិនិត្យឡើងវិញជាផ្លូវការលោកស្រីលាវនេះគឺលោកជួមកពីផ្នែកត្រួតពិនិត្យសំណងរបស់ក្រុមហ៊ុនធំបន្ទះការពារសម្លេង3លូតរបស់ឆឹងយេមិនគ្រប់ស្តង់ដារការពារអគ្គិភ័យទេហើយការតុបតែងឈើក្នុងបន្ទប់ស៊ុយទៀនក៏មានការលួចបន្លំគុណភាពដែរពួកលោកហេតុអីបានជាលឿនយ៉ាងនេះព្រោះលោកស្រីលាវបានបញ្ជាឲ្យយើងចុះស៊ើបអង្កេតដោយសម្ងាត់តាំងពីកន្លះខែមុនមកម្លេះមានន័យថាលោកស្រីតាមដានតាំងពីយូរហើយផ្អាកកិច្ចសហការទាំងអស់ជាមួយឆឹងយេត្រួតពិនិត្យសម្ភារៈទាំងអស់ឡើងវិញបើមិនគ្រប់ស្តង់ដារត្រូវចាត់វិធានការតាមច្បាប់កុំសង្ឃឹមថានឹងរួចខ្លួនឲ្យសោះលោកស្រីលាវយើងអាចចរចាគ្នាបានបើមានបញ្ហាខ្ញុំនឹងដូរឲ្យខ្ញុំដូរឲ្យដោយឥតគិតថ្លៃយប់មិញខ្ញុំនិយាយជេរឆៅពេកខ្ញុំសុំទោសលោកតាផងលោកតាអំបញ្ញមិញមកពីមាត់ខ្ញុំមិនល្អលោកតាកុំប្រកាន់អីខ្ញុំសុំខមាទោសលោកតាការសុំទោសមិនមែនជាធ្នូសម្រាប់ដោះដូរទេពួកលោកក៏ដូចគ្នាដែរលោកស្រីលាវបើលោកស្រីធ្វើហួសហេតុពេកខាងក្រុមប្រឹក្សាភិបាលប្រហែលជាមិនគ្រប់គ្រងទេការកែសម្រួលជាសិនទើបតែរួចរាល់ការផ្អាកអាជីវកម្មបែបនេះមិនមែនជាការកែមិនអត់ទេខ្ញុំមកថាមានរឿងកើតឡើងនៅសន្តាគារជាសិនលោកប្រធានចៅគឺលោកមែនទេខ្ញុំគឺលីតាហៃលោកស្រីលាវនៅក្មេងខ្ចីណាស់ដោយសារតែការយល់ច្រឡំក្នុងគ្រួសារបន្តិចបន្តួចក៏ចង់ផ្អាកការទទួលភ្ញៀវវេបរបស់ជាសិនហើយថែមទាំងចង់បញ្ឈប់កិច្ចសហការជាមួយឆឹងយេលោកប្រធានចៅការរកស៊ីមិនមែនជារឿងងាយស្រួលទេលោកស្រីលាវមិនយល់ពីការលំបាកលោកគួរតែជួយណែនាំគាត់ផងកុំឲ្យតែព្រោះតែឪពុកគាត់អន់ចិត្តបន្តិចបន្តួចបែរជាបំផ្លាញការងារលីតាហៃបាទលោកប្រធានចៅអញ្ជើញមានប្រសាសន៍តើលោកដឹងទេថាហេតុអីបានជាខ្ញុំយល់ព្រមឲ្យលាវមីនមកគ្រប់គ្រងជាសិនព្រោះកាលពីកន្លះឆ្នាំមុនចំណូលរបស់ជាសិនមើលទៅហាក់បីដូចជាល្អតែប្រាក់ចំណេញបែរជាធ្លាក់ចុះគឺម្យ៉ាងម្នាក់ឯងដែលដឹកនាំក្រុមស៊ើបអង្កេតអស់រយៈពេល3ខែរកឃើញបញ្ហាកិននេយឯកជនការស៊ីសំណូកនិងការក្លែងបន្លំការខាត់បងចំនួន3ចំណុចធំលោកស្មានថាយប់នេះគាត់គ្រាន់តែខឹងមួយពេលមែនទេគាត់កំពុងតែប្រមូលសំណាញ់បង្ក្រាបទេលោកប្រធានចៅលោកលីតាហៃទទួលបន្ទុកសន្តាគារចាសឹងនិងលោកលីវយ៉ុងជាអ្នកគ្រប់គ្រងសាខាត្រូវបានសង្ស័យថាបានក្លែងបន្លំការខាត់បងក្នុងរយៈពេលវែងនិងមានការផ្ទេរផលប្រយោជន៍ជាមួយអ្នកផ្គត់ផ្គង់នាងខ្ញុំស្នើសុំឲ្យមានការចាប់ផ្ដើមការស៊ើបអង្កេតកម្រិតទី1របស់គ្រប់អនុញ្ញាតមីនជួយសុំទោសលោកឪពុករបស់អ្នកជំនួសខ្ញុំផងផ្នែកម្ហូបអាហារជាសឹងបណ្ដោយឲ្យមនុស្សចាស់រងការប្រមាថគឺជាការធ្វេសប្រហែសក្នុងការគ្រប់គ្រងរបស់គ្រប់រាល់ការចាត់វិធានការនៅយប់នេះខ្ញុំនឹងគ្រប់គ្រងអ្នកទាំងអស់អរគុណលោកប្រធានចៅលោកពុកឲ្យខ្ញុំមិនមែនជាមនុស្សទេខ្ញុំមានភ្នែកតែមើលមិនស្គាល់ភ្នំថៃសានមាត់ខ្ញុំវាអាក្រក់ណាស់សូមលោកពុកមេត្តាលើកលែងទោសឲ្យខ្ញុំផងចេញទៅឲ្យឆ្ងាយកុំមកបំពុលភ្នែកឪពុកខ្ញុំទៀតអីបុគ្គលិកគ្រប់គ្រងដែលពាក់ព័ន្ធទាំងអស់ត្រូវនៅក្នុងបន្ទប់ប្រជុំដើម្បីសហការសាកសួរផ្ទៃក្នុងទូរស័ព្ទកុំព្យូទ័របញ្ជីកណេនិងវីដេអូសុវត្ថិភាពត្រូវផ្អាកទុកតាមច្បាប់របស់ក្រុមហ៊ុននរណាហ៊ានលុបឬផ្ទេរឯកសារដោយចិត្តឯងនឹងត្រូវបញ្ជូនទៅផ្នែកច្បាប់ភ្លាមគឺលោកនាយកឡើយឲ្យខ្ញុំធ្វើទេទាំងអស់នេះគឺលោកនាយកឡើយជាអ្នកបញ្ជាលាវមីនឯងកុំស្មានថាឯងឈ្នះឲ្យសោះថាតើសន្តាគារជាសឹងរីកចម្រើនមកដល់ថ្ងៃនេះដោយរបៀបណាមិនយូរទេឯងនឹងបានដឹងបើឯងដកយើងចេញទាំងអស់គ្នានឹងគ្មាននរណាម្នាក់ធ្វើការឲ្យឯងទៀតឡើយលោកយល់ច្រឡំហើយជាសឹងមិនមែនរីកចម្រើនដោយសារពួកលោកនោះទេគឺដោយសារមនុស្សដែលត្រូវបានពួកលោកជិះជាន់ទាំងនេះដែលខិតខំបម្រើអតិថិជនម្នាក់ម្ដងនោះទេចាប់ពីពេលនេះទៅបុគ្គលិកទាំងអស់របស់ជាសឹងអាចរាយការណ៍ពីបញ្ហាដោយមិនបាច់បញ្ចេញឈ្មោះអ្នកដែលធ្លាប់ត្រូវគេធ្វើបាបនឹងត្រូវចូលកាន់តំណែងវិញហើយប្រាក់រង្វាន់ដែលនៅជំពាក់នឹងត្រូវទូទាត់សងវិញទាំងអស់លោកស្រីលីខ្ញុំស្ម័គ្រចិត្តសហការក្នុងការស៊ើបអង្កេតមីងម្នាក់នៅបន្ទប់ឡានធីងត្រូវបានគេទារថ្លៃសម្អាត3800ខ្ញុំក៏ស្ថិតនៅទីនោះដែរក៏ត្រាទុកទៅអ្នកផ្សេងទៀតផ្ញើមកដោយមិនបញ្ចេញឈ្មោះយប់នេះត្រូវការពីសាក់សីជាមុនសិនពុកខ្ញុំនាំពុកនឹងលោកពូទៅរកកន្លែងផ្សេងញ៉ាំបាយវិញមីនមិនបាច់បដូរទេបន្ទុកនេះគឺកូនកក់ឲ្យពុកទូគ្មានបុណ្យស័ក្តិគ្មានលុយកាក់តែពុកមិនដែលធ្វើរឿងខុសឆ្គងឡើយថ្ងៃនេះបើមាននរណានិយាយថាពុកមិនសមនឹងអង្គុយទីនេះពុកនឹងកាន់តែអង្គុយនៅទីនេះឲ្យបានត្រូវហើយក៏ឆាំងពួកយើងមិនទៅណាទាំងអស់បាយត្រជាក់អាចកម្ដៅបានតែភាពរឹងមាំរបស់យើងមិនអាចឲ្យត្រជាក់បានឡើយចាសសោមិនបាច់បដូរទេលើកម្ហូបថ្មីមកវិញហើយសម្អាតបន្ទុកនេះឲ្យបានស្អាតល្អយប់នេះនាងខ្ញុំនឹងចាក់ស្រាជូនលោកពុកនិងលោកពូដោយផ្ទាល់ដៃ
មិនបាច់ប្រើស្រាពិសេសអីទេពុកញ៉ាំស្រាអីក៏បានដែរអ្វីដែលពុកសប្បាយចិត្តបំផុតនៅថ្ងៃនេះមិនមែនបានញ៉ាំស្រាថ្លៃទេតែគឺបានដឹងថាកូនស្រីរបស់ពុកប៉ុន្មានឆ្នាំមកនេះពិតជាមិនបានលំបាកដោយអត់ប្រយោជន៍ឡើយពុកកូនសុំទោសកូនតែងតែកុហកពុកថាកូនមិនហត់ទេកូនឆោតឲ្យពុកឯងនេះចាស់មែនតែមិនបានខ្វាក់ទេរាល់ពេលដែលកូនត្រឡប់មកផ្ទះវិញទាំងដៃកំពុងកាន់ចង្កឹះក៏កូនអាចគេងលក់បានដែរកូនប្រាប់ថាការងារស្រួលលោកប្រធានឲ្យតម្លៃកូនខ្លាំងតែកែវភ្នែកដែលឡើងក្រហមរបស់កូនវាមិនអាចកុហកពុកបានទេមិនមែនពុកមិនដឹងថាកូនហត់នឿយនោះទេគ្រាន់តែពុកមិនចង់និយាយវាចេញមកព្រោះខ្លាចកូនកាន់តែហត់លោកស្រីលាវនេះជាស្រាដែលមេចុងភៅចាស់រក្សាទុកដោយខ្លួនឯងគាត់ថាសម្រាប់ទៅយប់នេះគឺស័ក្តិសមនឹងស្រានេះបំផុតស្រានេះល្អណាស់បងប្អូនអើយថ្ងៃនេះពួកយើងបន្តញ៉ាំបាយឲ្យសប្បាយចុះជូនប្រកឆាងដែលមានកូនស្រីល្អម្នាក់នេះក៏ជូនពលមីនដែលមានឪពុកដ៏ល្អម្នាក់ដែរបើមិនមែនដោយសារកឆាងបង្រៀនឲ្យនាងធ្វើជាមនុស្សត្រង់ទេនាងក៏ប្រហែលជាមិនហ៊ានដល់ស្គលដែលរលួយទាំងនេះចេញឡើយលោកពូទាំងអស់គ្នាថ្ងៃនេះធ្វើឲ្យលោកពូត្រូវអាក់អន់ចិត្តហើយស្រាមួយកែវនេះនាងខ្ញុំសូមគំរាមទោសមីនកុំនិយាយអញ្ចឹងអីពួកយើងចាស់ថ្ងៃនេះបានបើកភ្នែកធំហើយពីមុនតែងតែគិតថាកន្លែងអ្នកមានគឺគ្មានហេតុផលទេការពិតវាមិនមែនមកពីកន្លែងនឹងអាក្រក់ទេគឺមកពីមនុស្សទេដែលអាក្រក់មីនបន្ទាប់ពីនេះតើកូននៅត្រូវស៊ើបអង្កេតមនុស្សច្រើនទៀតមែនទេចាស់យប់នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះពុកជួយកូនរឿងរកស៊ីមិនកើតទេហើយក៏មិនយល់រឿងបញ្ជីស្នាមដែរប៉ុន្តែពុកអាចប្រាប់កូនបានថាបើឈើវាពុករលួយមួយដុំហើយកូនមិនអាចយកថ្នាំមកលាបចិត្តបានឡើយកាលណាលាបកាន់តែលងខាងក្នុងវានឹងរលួយកាន់តែលឿនអ្វីដែលត្រូវចិត្តចោលត្រូវតែចិត្តចេញអ្វីដែលត្រូវបដូរក៏ត្រូវតែបដូរកូនចាំទុកហើយលោកគ្រូលាវលោកស្រីលាវមិនស្រួលហើយមានអតិថិជនចាស់ជាង10តុមកដល់សាលធំពួកគាត់និយាយថាចង់ដកកាត់សមាជិកវិញពួកគាត់ចោទថាម្ចាស់ថ្មីរបស់សន្តាគារជាសឹងអាងអំណាចធ្វើបាបគេដេញអតិថិជនចាស់និងមើងងាយអ្នកផ្គត់ផ្គង់នេះមិនមែនជាការទម្លាក់កំហុសមកលើវិញទេលោកស្រីលាវលោកលីតាហៃទើបតែប្រើទូរស័ព្ទផ្ទាល់ខ្លួនផ្ញើសារទៅកាន់គ្រប់អតិថិជនទាំងអស់គាត់និយាយថាដើម្បីបញ្ចេញកំហឹងជំនួសឪពុកលោកស្រីហ៊ានកាត់ផ្តាច់សេវាកម្ម VIP នៅចំពោះមុខមនុស្សជាច្រើនហើយថែមទាំងចង់កម្ចាត់ចោលរាល់អតិថិជនដែលចាយលុយច្រើនទៀតផងមីនពុកនឹងចុះទៅជាមួយកូនពុកញ៉ាំបាយឲ្យស្រួលចុះពួកវាទើបតែយកពុកមកធ្វើជារឿងឥឡូវនៅតែចង់យកពុកមកធ្វើជារឿងទៀតពុកមិនអាចបណ្ដោយឲ្យកូនម្នាក់ឯងឡើយចាសសន្តាគារជាសឹងឥឡូវនេះសន្តាគារជាសឹងពិតជាមានអ្វីប្លែកមែនថៅកែថ្មីកំពុងប្រព្រឹត្តចំពោះអតិថិជនចាស់ដូចជាចៅនៅថ្ងៃដំបូងរបស់គាត់ដែលចូលកាន់តំណែងយើងចំណាយប្រាក់រាប់រយពាន់ដុល្លារនៅទីនេះជារៀងរាល់ឆ្នាំហើយយើងមិនមានកិត្យានុភាពដូចបុរសចំណាស់ម្នាក់ដែលស្លៀកអាវចាស់នោះទេសូម្បីតែលោកលីក៏ត្រូវបានគេនាំទៅសួរចម្លើយដែរតើអ្នកណាហ៊ានមកញ៉ាំអាហារនៅទីនេះលោកលាវនៅទីនេះអ្នករាល់គ្នាប្រសិនបើអ្នកមានអ្វីត្រូវនិយាយសូមសួរគាត់ដោយផ្ទាល់យប់នេះគ្រាន់តែពាក្យមួយម៉ាត់ពីគាត់ហើយគាត់បានបញ្ឈប់សេវាកម្ម VIP ហើយនឹងស៊ើបអង្កេតអតិថិជនយើងទាំងអស់គ្នាតើអ្នកណាហ៊ានមកញ៉ាំអាហារនៅសន្តាគារជាសឹងនាពេលអនាគតយើងនៅទីនេះដើម្បីចំណាយប្រាក់មិនមែនដើម្បីសួរចម្លើយទេការគ្រប់គ្រងផ្ទៃក្នុងរបស់អ្នកមានបញ្ហាហេតុអ្វីបានជាអ្នកអូសទាញអតិថិជនរបស់យើងឲ្យចូលរួមក្នុងរឿងនេះនៅពេលដែលលោកលីនៅទីនេះយើងមានពេលវេលាដ៏សុខស្រួលក្នុងការញ៉ាំអាហារនិងផឹកឥឡូវនេះអ្នកកំពុងស៊ើបអង្កេតរឿងនេះនិងរឿងនោះតើអ្នកគិតថាយើងជាអតិថិជនចាស់ខ្វក់ទេយប់នេះសន្តាគារជាសឹងមិនត្រឹមតែមិនស៊ើបអង្កេតអតិថិជនដែលបង់ប្រាក់ធម្មតាប៉ុណ្ណោះទេប៉ុន្តែថែមទាំងនឹងផ្ដល់សំណងដល់ពួកគេផងដែរប៉ុន្តែអ្នកណាដែលប្រើឈ្មោះសន្តាគារដើម្បីធ្វើពិធីជប់លៀងคล้ายៗយកប្រាក់សំណូកឬផ្ទេរសិទ្ធិបន្ទប់ឯកជននឹងមិនគេចផុតឡើយជប់ចោតប្រកាន់ពួកយើងទាំងអស់គ្នាតើអ្នកទេគាត់គ្រាន់តែចង់ស៊ើបអង្កេតអតិថិជនលោកវងតើអ្នកខ្លាចត្រូវបានស៊ើបអង្កេតមែនទេតើខ្ញុំខ្លាចអ្វីខ្ញុំជាអតិថិជនធំរបស់សន្តាគារជាសឹងមែនទេវងឆាងយៀក្នុងរយៈពេល6ខែកន្លងមកនេះអ្នកបានចំណាយប្រាក់ចំនួន 1.723 លានយន់នៅសន្តាគារជាសឹងក្នុងចំណោមប្រាក់ចំនួន 1.12 លានយន់វាត្រូវបានកត់ត្រាក្រោមឈ្មោះនៃការកំសាន្តអាជីវកម្មសម្រាប់ការជួសជុលហាងថ្មីហើយត្រូវបានកាត់ចេញពីមូលនិធិគម្រោងជាសឹងម្យ៉ាងវិញទៀតអ្នកបានប្រើប្រាក់របស់ជាសឹងដើម្បីកំសាន្តអតិថិជនរបស់អ្នកនៅសន្តាគារជាសឹងហើយបន្ទាប់មកបានរៀបចំភេសជ្ជៈថ្លៃតាមរយៈលីតាហៃដើម្បីដកប្រាក់អ្នកកំពុងកុហកក្នុងចំណោមពិធីជប់លៀងចំនួន23នោះបញ្ជីភ្ញៀវមានអត្រាធ្វើម្ដងទៀតជាង 70% 11ដងវាត្រូវបានចុះបញ្ជីជាពិធីទទួលភ្ញៀវអាជីវកម្មប៉ុន្តែអ្នកចូលរួមពិតប្រាកដគឺជាបុគ្គលិកក្រុមហ៊ុននិងសាច់ញាតិរបស់អ្នកលោកវងតានេះជាការពិតទេជាការពិតណាស់មិនមែនទេនេះជាកណ្ឌីមិនពិតដែលគាត់ចេតនាបង្កើតដើម្បីបង្ក្រាបអ្នកផ្គត់ផ្គង់អ្នកគឺជាលោកឈិនមកពីហេថុង Trading មែនទេអ្នកស្គាល់ខ្ញុំអ្នកមានកាតសមាជិកភាព3នៅជាសឹងហើយបានចំណាយប្រាក់ 480,000 យន់កាលពីឆ្នាំមុនអ្នកបានត្អូញត្អែ2ដងអំពីការផ្លាស់ប្ដូរបន្ទប់ឯកជននៅនីតិចុងក្រោយហើយម្ដងនោះអ្នកត្រូវបានគិតប្រាក់ 6,500 យន់សម្រាប់ការថែទាំឈុតតែ 6,500 យន់ខ្ញុំចាំថាអ្នកគ្រប់គ្រងលីវបានប្រាប់ខ្ញុំថាជំនួយការរបស់ខ្ញុំបានបំបែកពេងតែដែលនាំចូលលោកឈិនពេងតែនោះត្រូវបានយកចេញដើម្បីថតរូបបន្ទាប់ពីអ្នកចាក់ចេញពីហាង
អ្នកដែលយកវាចេញគឺអ្នកគ្រប់គ្រងលាវដូច្នេះអ្នកកំពុងនិយាយថាខ្ញុំត្រូវបានគេជំរិតទារប្រាក់មែនទេមិនត្រឹមតែអ្នកទេលោកចៅកាលពីខែមុនអ្នកត្រូវបានគិតប្រាក់ 32,000 យួនសម្រាប់ការសម្អាតកម្រាលព្រំនៅឡានថេងថេងវីដេអូឃ្លាំមើលបង្ហាញថាស្រាក្រហមត្រូវបានកំពប់នៅពេលដែលអាហារកំពុងត្រូវបានសម្អាតអ្នកដែលបុកអ្នករត់គឺអ្នកគ្រប់គ្រងលាវខ្ញុំបាននិយាយថាហេតុអ្វីបានជាអ្នកមិនឲ្យខ្ញុំមើលវីដេអូឃ្លាំមើលនៅថ្ងៃនោះកុំឲ្យគាត់បំផន់អ្នកគាត់កំពុងព្យាយាមទេការទទួលខុសត្រូវទាំងអស់ទៅឲ្យលោកលីតាហៃនិងអ្នកគ្រប់គ្រងលីវងឆឹងយៀកតើមានការប្រញាប់ប្រញាល់អ្វីខ្ញុំកំពុងនិយាយជំនួសមនុស្សគ្រប់គ្នាអ្នកមិននិយាយជំនួសមនុស្សគ្រប់គ្នាទេអ្នកខ្លាចថាយប់នេះអតិថិជនទាំងនេះនឹងដឹងថាពួកគេត្រូវបានគេប្រើប្រាស់ជាឧបករណ៍ដោយអ្នកនិងលោកលីតាហៃអ្នកគួរតែបោះពុម្ពផ្សាយផែនការសំណងអតិថិជនទាំងអស់ដែលត្រូវបានចោទប្រកាន់មិនពិតចំពោះការពាក់និងរហែកការសម្អាតនិងការថែទាំនឹងទទួលបានប្រាក់សងវិញ3ដងបន្ទាប់ពីការផ្ទៀងផ្ទាត់សន្តាគារជាសឹងនិងបើកបណ្ដាញកណ្ដីរួមបញ្ចូលគ្នាសម្រាប់អតិថិជនចំនួន7នាក់កណ្ដីទាំងអស់អាចត្រូវបានបញ្ចូលគ្នាលោកលាវប្រសិនបើអ្នករក្សាពាក្យរបស់អ្នកខ្ញុំនឹងមិនសងប្រាក់កាត់វិញទេខ្ញុំថែមទាំងសុខចិត្តណែនាំអតិថិជនឲ្យអ្នកស្គាល់ទៀតផងប្រសិនបើប្រាក់ 32,000 យួនរបស់ខ្ញុំត្រូវបានផ្ទៀងផ្ទាត់លោកលីតាហៃនឹងមិនអាចគេចផុតបានទេតើអ្នកណាប្រាប់អ្នកឲ្យបោះពុម្ពផ្សាយកណ្ដីអតិថិជននេះជាអាចកំបាំងពាណិជ្ជកម្មប្រសិនបើអ្នកហ៊ានធ្វើវាកុំខ្លាចការលាតត្រដាងសំណងអតិថិជនការសងប្រាក់វិញ3ដងអ្នកធ្វើឲ្យវាស្ដាប់ទៅងាយស្រួលណាស់តើអ្នកណានឹងចំណាយសម្រាប់រឿងនេះនៅទីបញ្ចប់តើវាមិនមែនជាក្រុមដែលចំណាយទេប្រាក់ចំណេញខុសច្បាប់នឹងត្រូវបានទាមទារយកមកវិញជាមុនសិនប្រសិនបើមានការខ្វះខាតណាមួយជាសឹងនឹងបង់ប្រាក់ជាមុនសិនហើយបន្ទាប់មកបន្តតាមរកភាគីដែលទទួលខុសត្រូវតើអ្នកអាចទាមទារវាមកវិញបានទេក្រុមហ៊ុនថែទាំរបស់លីជៀនកាលពីឆ្នាំមុនយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយជាសឹងហើយលីជៀនគឺជាបងប្អូនជីដូនមួយរបស់អ្នកបានចុះហត្ថលេខាជាមួយបងប្អូនជីដូនមួយរបស់អ្នកហើយថែមទាំងបានប្រើលុយរបស់អតិថិជនរបស់យើងដើម្បីបញ្ចូលលុយទៅក្នុងប្រព័ន្ធទៀតផងលោកវ៉ៃអ្នកកំពុងរកលុយបានច្រើនជាងសន្តាគារជាមួយអាជីវកម្មនេះលាវមីនអ្នកគួរតែពន្យល់រឿងនេះជាមុនសិនវីដេអូត្រូវបានកែសម្រួលហើយការប្រមាថនិងឧបត្តិហេតុគប់ស្រាបានបាត់អស់ហើយនេះជារបៀបដែលថៅកែថ្មីរបស់ជាសឹងដោះស្រាយរឿងគ្មានការស៊ើបអង្កេតគ្មានការទំនាក់ទំនងគ្រាន់តែវីមនុស្សអ្នកគ្រប់គ្រងបែបនេះអាចវីអ្នកគ្រប់គ្រងលីវថ្ងៃនេះនិងវីអតិថិជននៅថ្ងៃស្អែកគាត់បានប្រមាថកូនស្រីរបស់ខ្ញុំជាមុនសិនលោកតាជាឪពុករបស់គាត់ជាការពិតណាស់ខ្ញុំនឹងនិយាយជំនួសគាត់ប៉ុន្តែវីដេអូមិនកុហកទេវាជាការពិតដែលថាលោកលាវបានវីខ្ញុំទទួលស្គាល់ថាអាកប្បកិរិយារបស់ខ្ញុំមិនល្អប៉ុន្តែគាត់បានវីខ្ញុំភ្លាមនោះជាការពិតលោកលាវតើអ្នកមិនចង់បានភស្តុតាងទេនេះជាភស្តុតាងទីស្នាក់ការកណ្ដាលរបស់អ្នកអាចស៊ើបអង្កេតខ្ញុំបាននេះជាភស្តុតាងទីស្នាក់ការកណ្ដាលរបស់អ្នកអាចស៊ើបអង្កេតខ្ញុំបានប៉ុន្តែអ្នកត្រូវតែផ្ដល់ការពន្យល់ដល់បុគ្គលិកទាំងអស់ចំពោះការវាយប្រហារនេះប្រសិនបើវីដេអូនេះត្រូវបានចេញផ្សាយមនុស្សនឹងឃើញតែលោកលាវវីមនុស្សមិនមែនរបៀបដែលអ្នកគ្រប់គ្រងលាវបានប្រមាថពួកគេនោះទេមែនហើយលោកលាវហេតុអ្វីបានជាអ្នកមិនសុំទោសអ្នកគ្រប់គ្រងលាវជាមុនសិនមុនពេលនិយាយអំពីការកែតម្រូវប្រសិនបើអ្នកគ្រប់គ្រងមិនអនុវត្តតាមច្បាប់ហេតុអ្វីបានជាស៊ើបអង្កេតអ្នកដទៃវាច្បាស់ណាស់ថាប៉ាគ្មានប្រយោជន៍ប៉ាគួរតែបញ្ឈប់អ្នកប៉ាមិនអីទេលីតាហៃអ្នកណាជាអ្នកផ្ដល់វីដេអូនេះដល់អ្នកវាមិនមែនជារឿងរបស់អ្នកទេដែលបានផ្ដល់វាឲ្យអ្នកខ្លឹមសារគឺពិតគ្រប់គ្រាន់ហើយខ្លឹមសារគឺពិតប៉ុន្តែមិនពេញលេញអ្នកមានកំណែពេញលេញមែនទេមែនហើយព្រោះអ្នកគ្រប់គ្រងលីវជារឿយធ្វើឲ្យយើងទទួលខុសត្រូវខ្ញុំតែងតែយកប៊ិចថតសម្លេងនេះជាសច្ចចាប់របស់អ្នកណាមាននរណាម្នាក់បានចំណាយលុយលើអ្នកពីរបីដងហើយអ្នកគិតថាសន្តាគារជាសឹងជារបស់អ្នកមើលទៅសង្ហាណាស់គ្មានអ្វីចម្លែកទេដែលអ្នកហ៊ានមានអំណួតបែបនេះតើអ្នកពឹងផ្អែកលើជំនាញអ្វីខ្លះមុខនោះអ្នកមិនបានវីខ្ញុំខ្លាំងគ្រប់គ្រាន់ទេប្រសិនបើខ្ញុំមាននរណាម្នាក់ជេរប្រមាថកូនស្រីរបស់ខ្ញុំបែបនោះខ្ញុំនឹងទះនាងច្រើនជាង2ដងលោកប្រធានលាវអ្នកកំពុងធ្វើឲ្យអាម៉ាស់មុខមិនមែនបុគ្គលិកទេខ្ញុំអាចទទួលយកការទទួលខុសត្រូវផ្ទៃក្នុងចំពោះការដាក់ទណ្ឌកម្មរាងកាយប៉ុន្តែអ្នកធ្វើឲ្យស្ត្រីអាម៉ាស់មុខមនុស្សចាស់និងជំរិតទារប្រាក់ពីអតិថិជនអ្នកនឹងមិនអាចគេចផុតពីរឿងទាំងនោះបានទេមែនហើយយើងមានឆន្ទៈក្នុងការផ្ដល់សក្ខីកម្មជំនួសលោកប្រធានលាវថ្នាក់ដឹកនាំមុនតែងតែព្យាយាមលើកលែងទោសខ្លួនឯងជាមុនសិនដោយអនុញាតឲ្យអ្នកក្រោមបង្គាប់ទទួលខុសត្រូវលោកប្រធានលាវខ្ញុំនឹងពន្យល់ពីបញ្ហានេះដោយស្មោះត្រង់ទៅកាន់ក្រុមប្រឹក្សាភិបាលអ្នកកំពុងការពារកេរ្តិ៍ឈ្មោះគ្រួសារហើយក៏ការពារអង្គការពីការធ្វើឲ្យពួកគេអាម៉ាស់មុខជាបន្តផងដែរកុំព្យាយាមតុបតែងខ្ញុំចាប់ពីថ្ងៃនេះទៅច្បាប់ដំបូងនៃការកែតម្រូវរបស់ជាសឹងគឺគ្មានអ្នកគ្រប់គ្រងណាម្នាក់អាចប្រើតំណែងរបស់ពួកគេដើម្បីបិទបាំងកំហុសរបស់ពួកគេបានទេរួមទាំងខ្ញុំផងដែរឥឡូវនេះអ្នកកំពុងលើកដំកើងគាត់អ្នកគិតថាគាត់អាចការពារអ្នកជារៀងរហូតបើគ្មានខ្ញុំទេសន្តាគារជាសឹងនឹងបាត់បង់អតិថិជនទាំងអស់នៅថ្ងៃស្អែកហើយអ្នកនឹងមិនអាចបើកប្រាក់ខែរបស់អ្នកបានទេអ្នកពិតជាគិតថាអ្នកជាមូលដ្ឋានគ្រឹះរបស់ជាសឹងមែនទេ
ខ្ញុំគិតដូច្នេះមែនបើគ្មានធនធានអតិថិជនរបស់ខ្ញុំទេសន្តាគារជីសឹងប្រកាសជាខាតបង់ប្រាក់ក្នុងរយៈពេល6 ខែធនធានអតិថិជនតើអ្នកទាំងអស់គ្នាសុខចិត្តស្នាក់នៅជីសឹងដោយសារតែលីតាហៃឬដោយសារតែជីសឹងអាចផ្ដល់កន្នីស្អាតស្អំសេវាកម្មយុត្តិធម៌និងសំណងច្បាស់លាស់ខ្ញុំបានធ្វើអាជីវកម្មអស់រយៈពេល20ឆ្នាំមកហើយខ្ញុំស្អប់ការត្រូវបានគេប្រព្រឹត្តដូចជាមនុស្សល្ងងដរាបណាអ្នកពិតជាកែតម្រូវស្ថានភាពខ្ញុំអាចបន្តសហការបានលោកវងអ្នកមិនទាន់អាចចាក់ចេញបានទេខ្ញុំមានរឿងផ្សេងទៀតដែលត្រូវដោះស្រាយបន្ទះការពារសំឡេងដែលដឹកជញ្ជូនដោយសម្ភារអគារឆាំងយៀកមានលេខវេចខ្ចប់ខាងក្រៅនិងលេខក្តារខាងក្នុងមិនស៊ីសង្វាក់គ្នាម្យ៉ាងវិញទៀតបាច់ដែលដឹកជញ្ជូនដោយឆាំងយៀកមិនមែនជារបស់ដែលត្រូវគ្នានឹងរបាយការណ៍សាកល្បងនោះទេអ្នកបានរុះរើទំនិញរបស់ខ្ញុំដោយគ្មានការអនុញ្ញាតសម្ភារៈបានចូលទៅក្នុងការដ្ឋានសំណង់ជីសឹងរួចហើយយោងតាមកិច្ចសន្យាជីសឹងមានសិទ្ធិជ្រើសរើសរមៀលដោយចៃដន្យតើអ្នកដឹងអ្វីខ្លះអំពីសម្ភារៈវាជារឿងធម្មតាទេដែលលេខវេចខ្ចប់ខាងក្រៅនិងលេខសញ្ញាខាងក្នុងនៃបន្ទះការពារសំឡេងមិនស៊ីសង្វាក់គ្នាអ្វីដែលមិនធម្មតាស្នូក្តារនេះមានពណ៌ប្រផេះការបិទចិត្តរលុងហើយមានម្សៅច្បាស់ធ្លាក់ចេញពីគែមក្តារដែលពិតជាបំពេញតាមស្តង់ដារធន់នឹងភ្លើងនិងមិនមានផ្ទៃកាត់រីប៉ាយបែបនេះទេតើអ្នកដឹងអ្វីខ្លះទេលោកតាហើយបន្ទះឈើនេះស្បែកតូចភ្លឺចែងចាំងប៉ុន្តែក្តាររបាតស្ដើងគំរូដែលអ្នកបង្ហាញមនុស្សមានគុណភាពល្អប៉ុន្តែគំរូដែលអ្នកបានផ្ដល់ឲ្យមានគុណភាពទាបប្រជាជនមើលពណ៌អ្នកជំនាញមើលផ្ទៃកាត់និងប្រជាជនមើលគែមលោកលៀវនិយាយត្រូវពិតជាមានស្រទាប់ច្បាស់លាស់នៅលើគែមឪពុករបស់ខ្ញុំជាជាងឈើអស់រយៈពេលជាង20ឆ្នាំមកហើយខ្ញុំទុកចិត្តលើជំនាញរបស់គាត់កំពុងនិយាយមិនសមហេតុផលជាងឈើហ៊ានវិនិច្ឆ័យសម្ភារៈរបស់ខ្ញុំដោយផ្អែកលើរូបថតមួយចំនួនអ្នកមិនខ្លាចខ្ញុំនិយាយមិនសមហេតុផលទេអ្នកខ្លាចខ្ញុំនិយាយត្រូវលីតាហៃតើអ្នកមិនបាននិយាយថាអ្នកអាចដោះស្រាយវាបានទេតើយើងនឹងធ្វើអ្វីឥឡូវនេះពិតមកដោះស្រាយអ្វីបំបែកពួកគេហើយស៊ើបអង្កេតពួកគេដោយឡែកពីគ្នាផ្ដោតលើការស៊ើបអង្កេតការទទួលយកសម្ភារៈការផ្ទៀងផ្ទាត់ការកាត់បន្ថយនិងប្រតិបត្តិការឯកជនរវាងលីតាហៃនិងសម្ភារៈអគារឈឹងយេយោទេលោកលាវបញ្ហាសម្ភារៈអាចពិភាក្សាបានតម្លៃអាចត្រូវបានកាត់បន្ថយខ្ញុំអាចទទួលយកការខាតបង់ណាមួយអ្នកមិនអាចរុញខ្ញុំដល់កម្រិតគ្រោះថ្នាក់បានទេពេលអ្នកប្រើសម្ភារៈមិនស្តង់ដារដើម្បីធ្វើការការពារសំឡេងនិងជញ្ជាំងភ្លើងសម្រាប់បន្ទប់ឯកជនតើអ្នកធ្លាប់គិតអំពីអ្វីដែលនឹងកើតឡើងប្រសិនបើមានអ្វីមួយខុសប្រក្រតីទេតើមនុស្សដែលញ៉ាំអាហារនៅខាងក្នុងនឹងត្រូវរុញច្រានឲ្យស្លាប់ដែរឬទេហេតុការណ៍នៅយប់នេះនៅសន្តាគារជីសឹងមិនមែនគ្រាន់តែជាចំនួនលើបន្ទប់ឯកជននោះទេវាជាព្រឹត្តិការណ៍ទាំងមូលទទួលភ្ញៀវវិនិច្ឆ័យមនុស្សដោយរូបរាងរបស់ពួកគេអ្នកគ្រប់គ្រងត្រូវបានគេបោកប្រាស់ប្រាក់ខែ9 ខែហើយកែបានផ្លាស់ប្ដូរសំទល់ឲ្យអ្នកគ្រប់គ្រងបានធ្វើការទូទាត់ម្ដងអតិថិជនសំខាន់បានធ្វើពាក្យសុំផ្ទៀងផ្ទាត់ខ្លាំងៗហើយមូលនិធិគម្រោងត្រូវបានកេងប្រវ័ញ្ចការងារនេះស៊ីលុយរបស់អតិថិជនដាក់សម្ពាធលើបុគ្គលិកនិងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ជីសឹងនៅទីបញ្ចប់ពួកគេថែមទាំងចង់ប្រាំមនុស្សសាមញ្ញដូចជាឪពុករបស់ទីបញ្ចប់ពួកគេថែមទាំងចង់ប្រាំមនុស្សសាមញ្ញដូចជាឪពុករបស់ខ្ញុំជាជំហានទៀតផងសូមជូនដំណឹងដល់ទីស្នាក់ការកណ្ដាលថាជីសឹងកំពុងកែតម្រូវនិងធ្វើឲ្យប្រសើរឡើងយប់នេះមិនត្រឹមតែសន្តាគារមួយប៉ុណ្ណោះទេដែលនឹងត្រូវស៊ើបអង្កេតប៉ុន្តែហាងទាំងអស់នឹងត្រូវបានបិទក្នុងពេលដំណើរគ្នាការត្អូញត្អែររបស់អតិថិជនកំណត់ត្រាការខាតបង់ស្រានិងកំណត់ត្រាទៀងផ្ទាត់អ្នកគ្រប់គ្រងសម្រាប់រយៈពេល6 ខែកន្លងមកនឹងត្រូវបានបិទខ្ញុំត្រូវការឈ្មោះក្រុមដំបូងមុនម៉ោង8 ព្រឹកថ្ងៃស្អែកតើជាអ្នកគ្រប់គ្រងទូទៅលីវមែនទេតើជាអនុប្រធានហេមែនទេឆ្លើយតាមឧបករណ៍បំពងសំឡេងលីវមីមីអ្នកត្រូវតែបញ្ឈប់ការស៊ើបអង្កេតទាំងអស់លើសន្តាគារជីសឹងជាបន្ទាន់តើអនុប្រធានហេជានរណាហេសេនដុងអនុប្រធានប្រតិបត្តិការរបស់ក្រុមហ៊ុនវិស័យផ្គត់ផ្គង់ម្ហូបអាហាររួមបញ្ចូលគ្នាដំបូងឡើយគាត់ចង់ឆ្លើយអនុប្រធានហេព័ត៌មានរបស់អ្នកបានមកដល់យ៉ាងលឿនអ្នកបានបង្កើតភាពចលាចលយ៉ាងខ្លាំងវាពិបាកនឹងមិនដឹងណាស់ចំពោះអាហាររបស់ឪពុកអ្នកបានបញ្ឈប់សន្តាគារស៊ើបអង្កេតអតិថិជននិងអ្នកផ្គត់ផ្គង់ហើយបានលាក់បាំងចម្ងាយតើអ្នកដឹងទេថាមានការហៅទូរស័ព្ទមកខ្ញុំប៉ុន្មានដងឥឡូវនេះប៉ាមិនអីទេ Leave Me My វាជារឿងហាមឃាត់ដ៏ធំមួយសម្រាប់ការគ្រប់គ្រងក្នុងការមិនបែងចែករវាងក្រុមផ្សេងគ្នាអ្នកបានប្រើស្រាពិសេសរបស់ក្រុមដើម្បីកំសាន្តសាច់ញាតិនៅក្នុងបន្ទប់ឯកជន VIP រៀបចំពិធីជប់លៀងឯកជនហើយឥឡូវនេះប្រើវាជាលេសដើម្បីបណ្ដេញបុគ្គលិកចាស់តើអ្នកគិតថាក្រុមប្រឹក្សាភិបាលនឹងអនុញ្ញាតឲ្យអ្នករត់លេងដោយសេរីទេអនុប្រធានហេថ្លៃបន្ទប់ឯកជនសម្រាប់ឪពុករបស់ប្រធានាធិបតីលីវត្រូវបានបង់ប្រាក់ជាមុនពីកន្នីឯកជនមួយស្រាប់ផ្គត់ផ្គង់ពិសេសក៏ត្រូវបានយកដែរប្រធានមានដំណើរការអនុម័តពិសេសអ្នកគ្រប់គ្រងឈប់ព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវរបស់វាស្រាប់ផ្គត់ផ្គង់ពិសេសគឺជាស្រាប់ផ្គត់ផ្គង់ពិសេសឪពុករបស់បុគ្គលិកធម្មតាអាចផឹកវាបានអតិថិជនធម្មតាអាចផឹកវាបានលាវមីងអ្នកកំណត់ច្បាប់ដោយខ្លួនឯងបន្ទាប់មកបំពេញវាមុនហើយអ្នកនៅតែមានភាពក្លាហានក្នុងការស៊ើបអង្កេតអ្នកដទៃ
អនុប្រធានហេតាអ្នកប្រញាប់ប្រញាល់ក្នុងការកំណត់លក្ខណៈនេះជាពិធីជប់លៀងឯកជនដោយសារតែអ្នកខ្លាចខ្ញុំនឹងបន្តស៊ើបអង្កេតឬដោយសារតែអ្នកខ្លាចលីដាហៃនឹងមិនអាចទប់ទល់ហើយនឹងធ្វើឲ្យអ្នកជាប់ពាក់ព័ន្ធលាវមីងមីងអ្នកនៅក្មេងហើយមិនប្រុងប្រយ័ត្នប៉ុន្តែនេះជាឱកាសចុងក្រោយរបស់អ្នកបញ្ហាសន្តាគារជាសៀងបញ្ចប់ដោយអ្នកគ្រប់គ្រងលាវលីដាហៃជួបព្រឹកស្អែកនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលខ្ញុំនឹងពន្យល់វាថាជាការផ្ទុះអារម្មណ៍ពន្យល់វាឲ្យខ្ញុំដរាបណាអ្នកឈប់នៅយប់នេះខ្ញុំនៅតែអាចរក្សាមុខអ្នកបានបើមិនដូច្នោះទេកិច្ចប្រជុំក្រុមប្រឹក្សាភិបាលថ្ងៃស្អែកនឹងមិនពិភាក្សាអំពីកំណែទម្រង់របស់ជាសៀងទេប៉ុន្តែថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបន្តគ្រប់គ្រងវិស័យម្ហូបអាហារឬអត់មេដឹកនាំនេះយប់នេះគឺពួកយើងជាមនុស្សចាស់ដែលត្រូវបានគេធ្វើបាបវាគឺជាកូនស្រីរបស់ខ្ញុំដែលបានគប់ស្រាដែលបានរៀបចំសម្រាប់ខ្ញុំវាគឺជាពួកយើងដែលត្រូវបានគេជំរិតទារប្រាក់អ្នកកុំសួរថាមនុស្សអាក្រក់បានធ្វើខុសអ្វីនោះទេប៉ុន្តែដំបូងត្រូវសួរខ្ញុំថាកូនស្រីរបស់ខ្ញុំមានសិទ្ធិអ្វីក្នុងការស៊ើបអង្កេតតើអ្នកអាចធ្វើជាមេដឹកនាំបែបនោះដោយរបៀបណាលោកលាវខ្ញុំគោរពអាយុរបស់អ្នកប៉ុន្តែការគ្រប់គ្រងក្រុមមិនមែននិយាយអំពីបញ្ហាគ្រួសារទេប្រសិនបើអ្នកមិនយល់កុំជ្រៀតជ្រែកឬចិនតុងអ្នកអាចសួរអំពីការគ្រប់គ្រងរបស់ខ្ញុំប៉ុន្តែអ្នកមិនមានសិទ្ធិធ្វើឲ្យឪពុកខ្ញុំអាម៉ាស់មុខនោះទេលាវមីនមីងនេះមិនមែននិយាយអំពីការបង្ខំខ្ញុំទេវានិយាយអំពីការជូនដំណឹងដល់អ្នកឲ្យដកអនុប្រធានគាត់ចេញពីអំណាចក្រុមស៊ើបអង្កេតពិសេសរបស់សន្តាគារជាសឹងបាតចាស់សក់អ្នកហ៊ានទេហេតុអ្វីខ្ញុំមិនគួរហ៊ានក្រុមប្រឹក្សាភិបាលបានតែងតាំងខ្ញុំជាមនុស្សសំខាន់ដែលទទួលបន្ទុកគម្រោងកែតម្រូវជាសឹងនាយកប្រតិបត្តិជាន់ខ្ពស់ណាមួយដែលមានចំនួនផលប្រយោជន៍ជាមួយហាងឬអ្នកផ្គត់ផ្គង់ដែលត្រូវបានស៊ើបអង្កេតត្រូវតែដកខ្លួនចេញមិនអីទេល្អណាស់ប្រសិនបើអ្នកចង់ស៊ើបអង្កេតនោះស៊ើបអង្កេតទៅព្រឹកស្អែកម៉ោង8ព្រឹកនៅឯកិច្ចប្រជុំក្រុមប្រឹក្សាភិបាលចូលយើងមើលពីរបៀបដែលអ្នកពន្យល់ពីរឿងកំ pl ែងដែលអ្នកបានរៀបចំនៅយប់នេះមីងមីងតើប៉ាបានបំផ្លាញប៉ាមែនទេប៉ាមិនបានបំផ្លាញខ្ញុំទេប្រសិនបើមិនមែនសម្រាប់ប៉ានៅយប់នេះទេខ្ញុំប្រហែលជាត្រូវរងចាំកន្លះខែទៀតដើម្បីទម្លុះរបាំងនេះប៉ុន្តែមនុស្សនោះគឺជាអនុប្រធានសូម្បីតែអនុប្រធានក៏មិនអាចប្រែក្លាយខ្មៅទៅជាស្បានដែរប៉ាបានស៊ើបអង្កេតអស់មួយរយៈហើយមែនទេបន្ទាប់ពីការរួមបញ្ចូលជាសឹង catering លំហូរសាច់ប្រាក់នៅលើសៀវភៅគឺលឿនប៉ុន្តែប្រាក់ចំណេញតែងតែខុសប៉ុន្តែរាល់ពេលដែលខ្ញុំចង់ស៊ើបអង្កេតហេសេនដុងបាននិយាយថាហាងទាំងនោះទើបតែត្រូវបានរួមបញ្ចូលហើយមិនអាចខូចខាតធ្ងន់ធ្ងរបានទេគាត់មិនខ្លាចការខូចខាតធ្ងន់ធ្ងរទេគាត់ខ្លាចជីកកាយខ្លួនឯងដូច្នេះយប់នេះលីដាហៃនិងវ៉ាងឆាងយៀតមិនមែនជាទីបញ្ចប់ទេមានមនុស្សនៅពីក្រោយពួកគេប្រធានយ៉ាវនិងការិយាល័យក្រុមប្រឹក្សាភិបាលកំពុងធ្វើចលនាហេសេនដុងកំពុងតាក់ទងក្រុមប្រឹក្សាភិបាលពេញមួយយប់ដោយព្យាយាមផ្លាស់ប្ដូរកិច្ចប្រជុំព្រឹកស្អែកទៅជាកិច្ចប្រជុំទទួលខុសត្រូវភូស្តាងឥឡូវនេះបានបង្ហាញពីចេតនារបស់លីតាហៃនិងវងឆាងយៀតប៉ុន្តែវាមិនបានបញ្ជាក់ថាហ៊ឺចិនតុងជានរណានៅឡើយទេកាលណាពួកគេកាន់តែមានការថប់បារម្ភយើងកាន់តែខិតជិតការពិតចាប់ផ្ដើមប្រជុំបានហើយលោកអ្នកជាសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់កាលពីយប់មិញលោកស្រីលាវមីនមីនដោយសារតែរឿងចំនួនដែលពាក់ព័ន្ធនឹងឪពុករបស់នាងបានបាត់បង់ការគ្រប់គ្រងអារម្មណ៍ហើយបានវាយប្រហារអ្នកគ្រប់គ្រងសាខានៅនឹងកន្លែងនាងក៏បានបញ្ជាឲ្យអាតួនាទីអ្នកទទួលខុសត្រូវសន្តាគារផ្អាកការទទួលភ្ញៀវ VIP និងបង្កកិច្ចសហការជាមួយអ្នកផ្គត់ផ្គង់ដែលបណ្ដាលឲ្យអតិថិជនជាច្រើនមានការភ័យខ្លាចនេះគឺជារូបថតអេក្រង់នៃក្រុមជែករបស់អតិថិជនកាលពីយប់មិញមានមនុស្សជាច្រើនស្នើសុំលុបសមាជិកភាពតពិធីជប់លៀងនិងបញ្ឈប់កិច្ចសហប្រតិបត្តិទីការអាជីវកម្មភោជនីយដ្ឋានជាសឹងទើបតែបញ្ចប់ការរួមបញ្ចូលគ្នាមិនអាចទ្រាំនឹងភាពចលាចលបែបនេះបានទេលោកស្រីលាវតាការពិតទាំងនេះត្រឹមត្រូវមែនទេត្រឹមត្រូវអ្នកទទួលស្គាល់ក៏ល្អហើយអ្នកគ្រប់គ្រងដែលនាំមុខក្នុងការបំពានវិន័យតើបុគ្គលិកខាងក្រោមនឹងគោរពបានយ៉ាងដូចម្តេចខ្ញុំស្នើឲ្យផ្អាកតួនាទីរបស់លាវមីនមីនជាអ្នកទទួលខុសត្រូវផ្នែកភោជនីយដ្ឋានជាបណ្ដោះអាសន្នហើយឲ្យខ្ញុំចូលកាន់តំណែងជំនួសដើម្បីដឹកនាំការកែតម្រង់លោកអនុប្រធានគាត់រៀបចំបានល្អណាស់ខ្ញុំធ្វើដើម្បីផលប្រយោជន៍របស់ក្រុមហ៊ុនសំឡេងថតពេញលេញពីយប់មិញបញ្ជីចុះឈ្មោះសំណងអតិថិជននិងរបាយការណ៍ត្រួតពិនិត្យសម្ភារៈឡើងវិញខ្ញុំបានផ្ញើជូនក្រុមប្រឹក្សាភិបាលរួចហើយបើត្រូវដាក់ទណ្ឌកម្មខ្ញុំទទួលយកប៉ុន្តែអ្នកដែលត្រូវស៊ើបអង្កេតក៏មិនអាចរំលងបានសូម្បីតែម្នាក់ហើយក៏មានកំណត់ត្រាការហៅទូរស័ព្ទរវាងការិយាល័យរបស់លោកអនុប្រធានហ៊ឺជាមួយលីតាហៃនិងវងឈឹងយៀបផងដែរកំណត់ត្រាទូរស័ព្ទមិនអាចបញ្ជាក់ថាមានការផ្ទេរផលប្រយោជន៍ខុសច្បាប់ទេមនុស្សដែលយកអារម្មណ៍ផ្ទាល់ខ្លួនមកលើសផលប្រយោជន៍ក្រុមហ៊ុនមិនសមចូលរួមគ្រប់គ្រងការរួមបញ្ចូលអាជីវកម្មឡើយតើអ្នកទាំងអស់គ្នាគិតយ៉ាងណានាយកម្នាក់លោកស្រីលាវអំពើពុករលួយត្រូវតែស៊ើបអង្កេតប៉ុន្តែការវាយមនុស្សនិងការបិទអាជីវកម្មក៏ត្រូវមានព្រំដែនដែរសំណើរបស់ខ្ញុំគឺឲ្យខ្ញុំចូលកាន់តំណែងបណ្ដោះអាសន្នដើម្បីរក្សាស្ថិរភាពរបស់ក្រុមហ៊ុនលាវមីនមីនតើអ្នកនៅមានភស្តុតាងទៀតទេបើភស្តុតាងមិនគ្រប់គ្រាន់យើងគួរបោះឆ្នោតសូមរងចាំប៉ាសូមមើលរបស់នីសិនរួចសម្រេចថាតើត្រូវដកតំណែងលាវមីនមីនឬអត់
ប្រអប់ឈើចាស់មួយក៏ចង់បង្វែរស្ថានភាពដែររបស់នេះត្រូវបានរកឃើញកាលពីយប់មិញនៅក្នុងបន្ទប់ការិយាល័យរបស់លីវយ៉ុងដែលត្រូវបានបិទបង្កប់វាស្ថិតនៅក្នុងបន្ទប់លាក់ខាងក្នុងទូស្រាយកប្រអប់ឈើទេមួយមកសម្ដែងនៅទីនេះតើអ្នកគិតថាជាសឹងជាកន្លែងលេងសើចឬប្រអប់ឈើចាស់មិនគួរមានស្នាមឈើថ្មីបែបនេះទេវាមានស្រទាប់លាក់ទៀតប៉ាជំនាញសិប្បកម្មចាស់របស់ប៉ានៅតែមិនធម្មតាបើកប្រអប់លាក់ថ្លៃប្រឹក្សាប្រតិបត្តិការប្រចាំត្រីមាសសរុបចំនួន1,860,000 យ៉នប្រាក់ទាំងអស់ត្រូវបានផ្ទេរទៅក្រុមហ៊ុនរបស់ក្មួយប្រុសអ្នកក្រុមហ៊ុននោះជារបស់ក្មួយប្រុសខ្ញុំតើវាពាក់ព័ន្ធអ្វីនឹងខ្ញុំអ្នកយកសាច់ញាតិមកធ្វើជាភស្តុតាងមិនគួរឲ្យអស់សំណើចទេសម្លេងថតក្នុងឯកសារខ្ញុំនឹងដោះស្រាយនៅខាងលើបើទីស្នាក់ការកណ្ដាលចង់ស៊ើបអង្កេតខ្ញុំនឹងប្រើការដកកាត់សមាជិករបស់អតិថិជនដើម្បីបង្ខំឲ្យពួកគេបញ្ឈប់ការស៊ើបអង្កេតក្មេងស្រីវ័យក្មេងម្នាក់ដែលមិនចេះមើលស្ថានភាពមិនសមអង្គុយនៅតំណែងនោះទេពេលនាងត្រូវដកតំណែងជាសឹងនឹងក្លាយជាអាណាចក្ររបស់ពួកយើងคล้ายๆទាំងអស់នេះសុទ្ធតែคล้ายៗគឺចិនតងអ្នកនៅតែចង់បង្ករឿងដល់ពេលណាទៀតអ្នកទាំងអស់គ្នាកុំភ្លេចប៉ុន្មានឆ្នាំមកនេះតើអ្នកណាជាអ្នកទ្រទ្រង់អាជីវកម្មភោជនីយដ្ឋានជាសឹងលីវមីនទើបតែមកបានប៉ុន្មានថ្ងៃប៉ុណ្ណោះនាងយល់ពីការងារនៅជួរមុខទេនាងយល់ពីអតិថិជនទេនាងយល់ពីខ្សែសង្វាក់ផ្គត់ផ្គង់ទេនាងឡើងមកកាន់តំណែងដោយសារអ្វីដោយសារក្រុមប្រឹក្សាភិបាលគ្រប់គ្រងដោយសារកំណែទម្រង់បែបថ្មីដោយសារពូកែនិយាយតែអតិថិជនចាស់របស់ជាសឹងទាំងនោះគឺខ្ញុំនឹងលីតាហៃជាអ្នកផឹកស្រាទទួលភ្ញៀវនិងរក្សាទំនាក់ទំនងជាមួយពួកគេម្នាក់ទើបអាចរក្សាពួកគេបានហាងទាំងនោះខ្ញុំជាអ្នកខិតខំរត់រកអតិថិជនបន្តិចម្ដងទើបបង្កើតបានដូច្នេះតាមន័យរបស់អ្នកអតិថិជនដែលអ្នករកបានដោយការផឹកស៊ីជាមួយពួកគេគឺអាចឲ្យអ្នកសម្លាប់ផលប្រយោជន៍ពួកគេបានមែនទេបើគ្មានតំបន់ប្រភេទការប្រព្រឹត្តមិនស្អាតស្អំទេអាជីវកម្មគ្មានថ្ងៃរីកធំឡើយមិនមែនអាជីវកម្មមិនអាចរីកធំទេប៉ុន្តែជាការពិតគឺចិត្តលោភលន់របស់អ្នកគ្មានថ្ងៃឆ្អែតប្រធានក្រុមប្រឹក្សាភិបាលសូមបោះឆ្នោតតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាលលោកហ៊ឺជីនតុងត្រូវបានដកចេញពីតំណែងអនុប្រធានប្រតិបត្តិការហើយបញ្ជូនសំណុំរឿងទៅនាយកដ្ឋានអធិការកិច្ចរបស់ក្រុមហ៊ុនដើម្បីស៊ើបអង្កេតបន្តចំពោះករណីដែលលោកស្រីលាវមីនបានប្រើអំពើហិង្សានិងទទួលការពិន័យផ្នែកវិន័យផ្ទៃក្នុងមួយលើកប៉ុន្តែមិនប៉ះពាល់ដល់ការបន្តដឹកនាំការកែតម្រង់អាជីវកម្មភោជនីយដ្ឋានជាសឹងនោះទេលោកស្រីលាវតើអ្នកមានការជំទាស់ទេអត់ទេតើអ្នកគិតថាដាក់ទុនកម្មខ្ញុំហើយអ្វីនឹងចប់ឬអាជីវកម្មភោជនីយដ្ឋានជាសឹងធំដល់ម្លឹងមានសាខាច្រើនប៉ុណ្ណឹងតើអ្នកអាចស៊ើបអង្កេតអស់បានឬថ្ងៃនេះអ្នកដកខ្ញុំចេញថ្ងៃស្អែកនឹងមានហ៊ឺចិនតុងទី2ឡើងមកទៀតនេះហើយជាធម្មជាតិរបស់មនុស្សលោកអ្នកទាំងអស់គ្នាខ្ញុំមិនយល់ពីការប្រជុំរបស់អ្នកទេប៉ុន្តែខ្ញុំជាជាងឈើដែលមានដង្កូវស៊ីមិនមែនជាកំហុសរបស់ឈើទេតែជាកំហុសដែលមិនរកឃើញវាឲ្យទាន់ពេលហើយបើរកឃើញហើយមិនយកវាចេញទេចុងក្រោយធ្នឹមទាំងមូលនឹងរលួយកាលពីយប់មិញពួកគេលាក់ប្រអប់នោះយ៉ាងជ្រៅតែដរាបណាស្នាមឈើនៅថ្មីគ្រាន់តែយកដៃប៉ះក៏ដឹងហើយមនុស្សម្នាក់អាចនិយាយថាគាត់ធ្វើដើម្បីក្រុមហ៊ុនប៉ុន្តែក្រសែភ្នែករបស់គាត់ទឹកមាត់របស់គាត់និងវិធីដែលគាត់ដោះស្រាយការងារបានបង្ហាញការពិតតាំងពីយូរមកក៏ដូចគ្នាដែរមនុស្សម្នាក់អាចនិយាយថាគាត់ធ្វើដើម្បីក្រុមហ៊ុនប៉ុន្តែក្រសែភ្នែករបស់គាត់ទឹកមាត់របស់គាត់និងវិធីដែលគាត់ដោះស្រាយការងារបានបង្ហាញការពិតតាំងពីយូរមកហើយអ្នកទើបតែនិយាយថាดูមនុស្សគឺបែបនេះនោះជាអ្នកមិនមែនកូនស្រីខ្ញុំទេខ្ញុំមិនយល់ពីច្បាប់គ្រប់គ្រងទេតែខ្ញុំដឹងថាកាលពីយប់មិញកូនស្រីខ្ញុំវាគេព្រោះបរិសនោះជាប្រមាថយ៉ាងអាភិពេកនាងស៊ើបអង្កេតសន្តាគារមិនមែនដើម្បីបាយមួយពេលរបស់ខ្ញុំទេនាងចង់ឲ្យមនុស្សដែលមកញ៉ាំបាយនៅទីនេះនាពេលអនាគតមិនថាស្លៀកឈុតថ្លៃឬស្លៀកអាវចាស់ក៏មិនចាំបាច់អន់ក្បាលសួរខ្លួនឯងថាពួកខ្ញុំសុំចូលមកទីនេះឬអត់ទៀតឡើយលោកលាវនិយាយបានឡើយបញ្ជីបុគ្គលិកដែលត្រូវផ្អាកការងារជុំទី1បញ្ជីសំណងអតិថិជននិងបញ្ជីពិនិត្យសម្ភារៈឡើងវិញត្រូវបានចេញរួចហើយលោកស្រីលាវស្ថានភាពធ្ងន់ធ្ងរជាងអ្វីដែលយើងរំពឹងទុកអញ្ចឹងក៏ជីគ្រប់ឲ្យដល់រូបបុគ្គលិកប៉ុន្តែបើស៊ើបអង្កេតបែបនេះប្រាក់ចំណូលរយៈពេលខ្លីប្រកាសជាធ្លាក់ចុះបើលោកយកខ្វាក់តិចទៅមនុស្សស្អាតស្អំក៏នឹងមានកាន់តែច្រើនលោកស្រីលាវកិននេះទើបតែបង្កើតការពីយប់មិញវីដេអូក៏ត្រូវបានកាត់ទុកជាមុនដែរនេះមិនមែនជាការវាយបោកភ្លាមទេប៉ុន្តែជាផែនការបម្រុងដែលហ៊ឺចិនតុងរៀបចំទុក
ពួកគេកំពុងជេរប្រមាថកូនមែនទេប៉ាកុំមើលអីប៉ាមិនខ្លាចមើលទេពួកគេមិនដឹងការពិតអ្វីសោះហេតុអ្វីបានជាជេរកូនបែបនេះដូច្នេះយើងត្រូវបញ្ចេញភស្តុតាងពេញលេញផ្នែកច្បាប់បានរៀបចំរួចហើយវីដេអូកាមេរ៉ាសុវត្ថិភាពពេញលេញសម្លេងថតសក្ខីកម្មរបស់អតិថិជនសក្ខីកម្មរបស់បុគ្គលិកនិងរបាយការណ៍ពិនិត្យសម្ភារៈឡើងវិញសុទ្ធតែអាចបង្ហាញជាសេចក្តីប្រកាសជាសាធារណៈបានកុំគិតច្រើនពេកមីងបញ្ចេញវាទៅពួកគេហ៊ានចាក់ទឹកកខ្វក់មកលើកូនហើយប៉ានៅខ្លាចអីទៀតប៉ាសុំទោសឪពុកគុំតែនិយាយថាគូសុំទោសគឺរហូតអីចឹងមួយជីវិតនេះប៉ាមិនបានបន្សល់ទ្រព្យសម្បត្តិអ្វីឲ្យកូនទេប៉ុន្តែកិត្តិយសតិចតួចរបស់ប៉ានៅអាចជួយការពារកូនបានបញ្ចេញទៅសេចក្តីប្រកាសរបស់ចាសសឹង Catering ក៏សូមស្វាគមន៍ភ្ញៀវគ្រប់រូបដែលមកទទួលទានអាហារដោយភាពស្អាតស្អំនិងស្មោះត្រង់ក្រុមរបស់លីតាហៃចាត់ទុកពួកយើងដូចជាម៉ាស៊ីនដ៏លុយល្អណាស់ដែលលោកស្រីលាវបានស៊ើបអង្កេតប៉ាជំនាញរបស់ប៉ានៅតែល្អដែលប៉ាធ្វើការជាជាងឈើពេញមួយជីវិតចុងក្រោយបើអាចទុកផ្លាកសញ្ញាមួយឲ្យសន្តាគាររបស់កូនក៏ចាត់ទុកថាជីវិតនេះមិនបានខ្ជះខ្ជាយទេពូលាវថ្ងៃនេះមេចុងភៅប្រាប់ថាម្ហូបលើកទៅនេះត្រូវញ៉ាំពេលក្តៅល្អណាស់អរគុណអ្នកទាំងអស់គ្នាលើកមុនអង្គុយនៅទីនេះខ្ញុំមានអារម្មណ៍មិនស្រួលចិត្តថ្ងៃនេះអង្គុយនៅទីនេះខ្ញុំមានអារម្មណ៍ស្ងប់ចិត្តលើកនេះបើអ្នកណាចង់បោកប្រាស់គេទៀតក៏គ្មានឱកាសទៀតដែរប៉ាថ្ងៃនេះផឹកស្រាទេមិនផឹកទេថ្ងៃនេះផឹកតែវិញស្រាធ្វើឲ្យមនុស្សឆាប់រំភើបតែអាចភ្លក្សរសជាតិតែបានយឺតក៏ឆាងឥឡូវលោកនិយាយដូចជាអ្នកដឹកនាំទៅហើយខ្ញុំជាអ្នកដឹកនាំអីខ្ញុំគ្រាន់តែជាជាងឈើម្នាក់ប៉ុណ្ណោះប៉ាជាជាងឈើក៏ល្អដែរបើមិនមែនប៉ាបង្រៀនខ្ញុំថាគូឈើដែលរលួយមិនអាចលាបថ្នាំបាំងបានទេគឺប្រហែលខ្ញុំក៏នៅស្ទាក់ស្ទើរដែរតែប៉ានិយាយត្រូវណាស់អ្វីដែលត្រូវកោសចេញក៏ត្រូវកោសចេញអ្វីដែលត្រូវបដូរក៏ត្រូវបដូរបុគ្គលិកលោកស្រីលាវការផ្ដល់សំណងជូនអតិថិជនជុំទី1បានបញ្ចប់ហើយបណ្ដាញទទួលពាក្យបណ្ដឹងរបស់បុគ្គលិកនៅតែបើកដំណើរការក្រុមប្រឹក្សាភិបាលក៏បានជូនដំណឹងថាផែនការកែតម្រង់របស់ជាសឹងនឹងត្រូវយកធ្វើជាគំរូសម្រាប់ក្រុមហ៊ុនទាំងមូលមីននេះជារឿងល្អណាស់ហើយនៅមានរឿងមួយទៀតថ្ងៃនេះជាថ្ងៃសិទ្ធិពិសេសសម្រាប់អតិថិជនទូទៅការកក់ពេញអស់ហើយមានមនុស្សចាស់និងគ្រួសារជាច្រើននិយាយថាពួកគេចង់មកមើលផ្លាកសញ្ញាចូលអង្គុយដោយភាពស្អាតស្អំនោះឪពុកផ្លាកឈើមួយមានអ្វីគួរឲ្យមើលអ្វីដែលពួកគេចង់មើលមិនមែនជាផ្លាកឈើទេពួកគេចង់ដឹងថាចាប់ពីពេលនេះទៅពេលដើរចូលតាមទ្វារនេះពួកគេមិនចាំបាច់អន់ក្បាលឬមានអារម្មណ៍ថាខ្លួនឯងមិនសមនឹងចូលមកទៀតទេអីចឹងតែនេះសូមលើកពេងតែមួយនេះជូនដល់មនុស្សគ្រប់រូបដែលមកទទួលទានអាហារដោយភាពស្មោះត្រង់និងស្អាតស្អំ